ជំរាបសួរសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរឿងថ្មីបន្តទៀតដែលថ្ងៃនេះ admin លើកយកនៅរឿងចិនមួយរឿងតដែនដែលមានចំណងជើងថាមហិទ្ធិរដ្ឋស្ដេចនាគដែលផ្ដើមដំបូងនៃសាច់រឿងគឺបានបង្ហាញឃើញថាមានមនុស្សម្នាយ៉ាងច្រើនកំពុងតែចាប់មនុស្សស្រីម្នាក់ទម្លាក់ចូលទៅក្នុងទឹកដោយសារតែនេះគឺគេកំពុងតែលក្ខណៈថាបូជាមនុស្សស្រីទៅឲ្យស្ដេចនាគនឹងឯងទាំងដែលមានម្ដាយបង្កើតរបស់នាងគាត់គឺមានការតវ៉ាជាមួយនឹងប្រជានារីអ្នកភូមិក្នុងខ្លាំងមែនតើតាមនោះទេព្រះអង្គស្ដេចនាគគេមិនត្រូវការមនុស្សស្រីហើយឯក៏ត្រូវជាបូជាកូនស្រីរបស់យើងទៅវិញគាត់ព្យាយាមតវ៉ាឆ្លោះជាមួយនឹងមនុស្សម្នាទាំងអស់នោះនៅក្នុងនោះដែរមានបរិសម្នាក់ដែលកាយកំណត់បែបនេះគេគឺជាប្តីរបស់គេហើយក៏ជាឪពុកម្កាយរបស់នារីម្នាក់ដែលកំពុងតែត្រូវបានគេទម្លាក់ចោលទៅក្នុងទឹកនោះឯងវាយផងជេរផងស្ដីឲ្យទៅកាន់ប្រពន្ធរបស់ខ្លួនហេតុផលគឺដើម្បីសុខសាន្តត្រានបើមិនអញ្ចឹងនោះទេធ្វើឲ្យប្រជានារីទាំងអស់នៅក្នុងភូមិនោះគឺត្រូវបាត់បង់ជីវិតអញ្ចឹងហើយគេស្ទើរតែលះបង់នារីម្នាក់នេះហើយក្រោយមកទៀតនារីម្នាក់នោះក៏ត្រូវបានលិចចូលទៅក្នុងទឹកទៅទោះបីជាម្ដាយរបស់គេព្យាយាមតវ៉ាក៏ដូចជាចង់ជួយសង្គ្រោះជីវិតរបស់នាងយ៉ាងណាក៏ដោយក៏ត្រូវបានលិចលង់ទៅបាត់ហើយរំពេចនោះដែរគាត់បានត្រឹមតែព្យាយាមស្រែកព្យាយាមអង្វរហើយនាងចុងក្រោយក៏បានធ្លាក់លង់ទៅដល់ក្នុងទឹកប៉ុន្តែនៅពេលដែលនាងមកដល់ក្នុងទឹកស្រាប់តែមាននាគមួយក្បាលក៏បានចេញមកដល់ហើយស្រ័យចំណងរបស់នាងព្រមទាំងជួយហើយក៏បានចាប់នាងថែបនៅក្នុងទីនោះតែម្ដងទៅដោយសារតែស្ដេចនាគមួយរូបនេះគេមានការពេញចិត្តទៅកាន់នាងតែម្ដងហើយនៅពេលដែលគេបានពេញចិត្តជាមួយនឹងខាងស្រីនោះរំពេចនោះដែរក៏មានបរិមម្នាក់ក៏បានកំពុងតែលបមើលនេះគឺជាកូនចៅស្ដេចនាគនឹងដែរដែលគេពិតជាសប្បាយរីករាយខ្លាំងមែនតើដែលបានឃើញថាស្ដេចនាគមួយរូបនេះគឺមានការពេញចិត្តចំពោះមនុស្សស្រីដែលសារតែគេបានដែរពេញចិត្តអ្នកណាជាច្រើនលើកច្រើនសោះមកហើយនៅពេលដែលគេឃើញទស្សនវិជ្ជាបែបនេះគេក៏សប្បាយចិត្តបញ្ញាបញ្ញាចាក់ចិនទៅហើយក្រោយមកទៀតស្ដេចនាគជាមួយនឹងរាមលក្ខនោះគេក៏បានកិនកាយជាមួយគ្នាហើយក៏បានសន្ទនារួចរាល់គណៈពេលដែលខាងស្រីនោះស្លាប់មិនទាន់ដឹងខ្លួននោះទេហើយរូបនោះដែរស្ដេចនាគគេក៏បានដឹងខ្លួនហើយក៏បានជប់នៅវិតាមីនមួយចំនួនដាក់នៅលើរូបកាយរបស់នាងដើម្បីជាចំណាំហើយក្រោយមកទៀតគេក៏បាននិយាយទាំងដែលនាងមិនទាន់ដឹងខ្លួនថាយើងនឹងទៅទូព្រះបិតាមេដារបស់យើងហើយក្រោយមកទៀតយើងនឹងមកជួបជាមួយនឹងនាងដើម្បីជួយនាងហើយក្រោយពីគេនិយាយបែបនេះហើយគេក៏បានហោះស្ទួយទៅបាត់ទុកឲ្យខាងស្រីនៅតែម្នាក់ឯងតែម្ដងទៅហើយមានសម្ដែងនាំប្រាប់ប្រិយមិត្តទាំងអស់គ្នាថាខាងស្រីនាងគឺជាតួឯកស្រីដែលមានឈ្មោះថាជីងហើហើយនាងក៏ប៉ុន្តែគេលងលោបែបនេះស្របពេលដែលទូប្រុសនេះគេក៏បានមកជួបជាមួយនឹងព្រះបិតារបស់គេដែលនៅឋានពេជ្រនេះដែលនៅលើនោះដែរក៏មានអណ្ដាតព្រមទាំងបរិវារយ៉ាងច្រើនហើយនៅពេលនោះស្ដេចនាគគេក៏បានមកប្រាប់កាន់មាតាលើនេះទូបង្គំបានរកឃើញមនុស្សស្រីដែលទូបង្គំពេញចិត្តហើយទូបង្គំសូមរៀបការជាមួយនឹងនាងលើបែបនេះគ្រប់គ្នាមានការសប្បាយរីករាយតែម្ដងចំពោះតំណែងដែលព្រះអង្គបានរកឃើញមនុស្សស្រីដែលជាទីស្រឡាញ់របស់ទ្រង់ហើយអ្នកដែលស្នប់តំណែងក្រោយទៀតនឹងរកឃើញជាឆាប់ជាមិនខាននោះទេហើយទ្រង់ក៏បានចាត់ចែងនិងរៀបចំរឿងអភិវិពាហ៍ទាំងអស់នេះហើយក៏បាននិយាយថាយើងនឹងចំណាយពេលត្រឹមតែកន្លះខែទៀតតែប៉ុណ្ណោះដើម្បីរៀបអភិសេកទៅដល់បុត្ររបស់យើងនៅពេលនោះដែរក៏មានបរិវារយ៉ាងច្រើនទាំងអដាទាំងអីនោះគេក៏បានមកអបអរសាទរទៅកាន់ម៉ែសីដែលជាព្រះបិតារបស់ស្ដេចនាគនៅពេលនោះគេពិតជាមានអារម្មណ៍ថាសប្បាយប្រតិគ្រប់គ្នាហើយក្នុងចំណោមកូនចៅទាំងអស់មានកូនចៅមួយរូបដែលមានសក់មេតសៃនេះគេក៏ប៉ុន្តែមានបំណងចង់តាក់ទងជាមួយនឹងអំណាចរបស់ស្ដេចនាគផងដែរបើសិនជាគ្រួសារមួយនោះយើងនឹងយកចិត្តគេហើយនៅពេលនោះដែរយើងនឹងអាចនាំជីវិតរបស់យើងនឹងទៅក្លាយទៅជាមនុស្សដែលជោគជ័យព្រមទាំងក្លាយទៅជាឋានៈមួយដែលខ្ពង់ខ្ពស់បន្តទៀតគេគិតបែបនេះហើយគេក៏បានចុះមកថែងកដាលក្រោយពេលដែលទុស្រីនេះវិញនាងក៏បានត្រឡប់មកក្នុងគ្រួសាររបស់នាងវិញមកជួបជាមួយនឹងម្ដាយដែលទន្ទឹងរង់ចាំនាងជាច្រើនថ្ងៃច្រើនខែនៅលើទឹកនោះនៅពេលនោះដែរពេលអ្នកម៉ែកូនក៏បានសប្បាយរីករាយខ្លាំងដែលបានជួបគ្នាហើយកំឡុងពេលនោះដែរស្រាប់តែឪពុករបស់គេក៏ចូលមកដល់ឃើញកូនស្រីត្រឡប់មកវិញបែបនេះគេបានតែជាឆ្ងល់ថាហេតុអីបានជាឯងត្រឡប់មកវិញបែបនេះចឹងហើយបើសិនជាអ្នកភូមិមកដឹងតើគេនឹងធ្វើយ៉ាងណាចំពោះពួកយើងទៅគេបានតែជាជំរុញឲ្យកូនស្រីទៅស្លាប់បន្តទៀតហើយក្រោយពីបង្ខំកូនស្រីទៅស្លាប់បែបនេះហើយបន្តិចក្រោយមកក៏ស្រាប់តែមានបរិសម្នាក់ក៏បានហោះពីក្នុងទឹកមកក៏បានជួយសង្គ្រោះទៅកាន់កូនស្រីរបស់គេដែលបានដេកដួលនៅក្នុងដីនោះនៅពេលនោះដែរពួកគេទាំងពីរនាក់ក៏បានឈរសម្បត្តិសំណងទៅកាន់បរិសម្នាក់នោះឃើញហាក់ដូចជាព្រះពុទ្ធមួយរូបអញ្ចឹងដែលមានសិលនៅពីខាងក្រោយនៅលើថ្ងាសរបស់គេផងដែរហើយនៅពេលដែលឃើញបែបនេះហើយគ្រប់គ្នាក៏បានគោរពទៅកាន់បរិសម្នាក់នោះតាមពិតទៅគឺជាកូនចៅនៅក្នុងភូជង្គនេះតែប៉ុណ្ណោះដែលគេមានចេតនាមកទីនេះដើម្បីមកចូលចិត្តទៅដល់គ្រួសាររបស់ទុស្រីដោយសារតែគេបានដឹងថាស្ដេចនេះគេបានបៃតៃជាមួយនឹងរាមអ្នកនេះហើយថ្ងៃក្រោយទៅគឺគេជាមនុស្សម្នាក់ដែលអាចមុខមានមាត់ព្រមទាំងឋានៈធំជាងនេះទៅទៀតហើយបន្ទាប់ពីគេបានគិតហើយក៏ប្រាប់ទៅកាន់គ្រួសាររបស់ទុស្រីប្រាប់ថាខ្ញុំមកទីនេះគឺដើម្បីសម្រេចបំណងចំនួន3ទៅកាន់គ្រួសាររបស់លោកបែបនេះឪពុករបស់នាងដែលជាមនុស្សម្នាក់ដែលលោភលន់ព្រមទាំងចិត្តសាខុសខើនោះគេក៏បានសួរបញ្ជាក់ទៅកាន់បរិសម្នាក់នោះថាលោកគឺពិតជាអាចសម្រេចបំណង3ដល់ខ្ញុំបានដែរឬទេត្រឹមត្រូវហើយខ្ញុំមកសម្រេចបំណងឲ្យលោក
ទោះស្រីក៏បានថាលោកម្ចាស់ពួកយើងគឺគ្មានរឿងអ្វីដែលត្រូវពឹងពាក់ឲ្យលោកមកសម្រាប់បំណងរបស់ពួកយើងនោះទេតែក៏បន្តលោកម្ចាស់ហេតុអីក៏ត្រូវមកសម្រាប់បំណងរបស់ពួកយើងនោះគឺពិតជាមិនមានហេតុផលសមរម្យនោះទេលោកពិតជានាំទុកលំបាកពេកហើយលើបែបនេះប្តីក៏ជេរឯងនិយាយអីចេះអីយើងចង់បានស្ដីឯប្រពន្ធបែបនេះហើយគេក៏បានតែនិយាយជាមួយនឹងអ្នកមានបុណ្យរបស់គេនោះថាពួកយើងគឺជាគ្រួសារក្រីក្រហើយអត់ឃ្លានជាច្រើនថ្ងៃច្រើនខែមកហើយលើនេះអាចសម្រាប់បំណងបំពេញអាហារឆ្ងាញ់ៗឲ្យពួកយើងបានដែរឬទេលើបែបនេះបរិបទនោះគេក៏បានជប់នៅអាហារល្អៗនៅឆ្ងាញ់ៗនៅលើតុឡើងច្រើនតែម្ដងហើយក្រុមគ្រួសាររបស់គេនៅពេលដែលឃើញរបស់ទាំងអស់នោះមានការសប្បាយរីករាយយ៉ាងខ្លាំងក៏បានអរគុណទៅកាន់បរិបទម្នាក់នោះទៅហើយក៏បានរត់ទៅបញ្ញាបញ្ញាយកអាហារទាំងអស់នោះមកបរិភោគទាំងទឹកក្រហល់និងដូចជាអត់ឃ្លានជាច្រើនថ្ងៃតាមពីសម្បត្តិរបស់គេបាននិយាយមែនហើយស្របពេលនោះតែប្តីអាក្រក់នោះគឺគេគ្មានខ្វាយខ្វល់ជាមួយនឹងប្រពន្ធនិងកូនរបស់គេនោះទេគេពឺតែខ្លួនឯងតែប៉ុណ្ណោះគិតតែពីខ្លួនឯងគិតតែពីប្រយោជន៍ដល់ខ្លួនឯងហើយគណៈពេលដែរពីអ្នកម៉ែកូននេះវិញក៏ពងតែហត់ឲ្យគ្នាទៅវិញទៅមកហើយអបដិចិត្តអាក្រក់នោះក៏បានទៅតាមយកមកបង្ហាញបន្តទៀតមិនទុកឲ្យប្រពន្ធហើយនឹងកូនដើម្បីញ៉ាំបន្តទៀតនោះទេហើយគណៈពេលដែរឃើញបែបនេះបរិះម្នាក់ដែរមានមហិទ្ធិបែបនេះគេក៏បាននិយាយទៅកាន់ក្រុមគ្រួសាររបស់នាងថាឥឡូវនេះលោកអាចសម្រាប់បំណងទី2បានលោកបែបនេះបរិះជាឪពុកនោះគេក៏មានការញាក់ផ្អើលហើយក៏គិតរឿងដែលគេចង់បានគេក៏ប្រាប់ទៅកាន់បរិះមានបុណ្យរបស់គេថាខ្ញុំចង់បានមាសប្រាក់ដល់ច្រើនសន្តិធម៌លោកបែបនេះបរិះនោះមរីរែកក៏បានជប់នៅមាសប្រាក់ឬអលង្ការយ៉ាងច្រើនទៅលើដីក៏បែបនេះធ្វើឲ្យបរិះជាឪពុកនោះគឺកាន់តែសប្បាយចិត្តបន្តទៀតហើយគេសើចស្ទើរយំស្ទើរសើចនៅលើកំណោះមាសប្រាក់ទាំងអស់នោះនឹងនិយាយថាចាប់ពីពេលនេះទៅគឺយើងខ្លាចជាអ្នកមានហើយគេក៏បានសប្បាយចិត្តដេកដួលនៅលើកំណោះមាសប្រាក់ទាំងអស់នោះដូចជាមនុស្សស្គួតអញ្ចឹងខណៈពេលដែលប្រពន្ធនឹងកូននៅវិញឈរហួសចិត្តតែម្ដងហើយស្របពេលដែលគេកំពុងតែសប្បាយចិត្តនៅលើរបស់របរទាំងអស់នោះយកវាមកដាក់ក្នុងកៅអៅផងយកអីផងដេកដួលសប្បាយចិត្តបែបនេះក៏ស្រាប់តែនឹកឃើញពីគោលបំណងទី3ហើយគេក៏បានតែនិយាយជាមួយនឹងព្រះអង្គម្ចាស់អមតៈរបស់គេនោះថាឥឡូវនេះខ្ញុំមានគោលបំណងទី3ហើយលោកអាចសម្រេចបានទេលោកបែបនេះព្រះអង្គម្ចាស់អមតៈនោះគេក៏បានគិតថានៅពេលដែលខ្ញុំបញ្ចេញនៅមហិទ្ធិទី3របស់ខ្ញុំនោះនឹងអ្វីៗនឹងប្រែទៅជាខ្ញុំអសល់ជាមិនខាននោះទេប៉ុន្តែគេក៏គិតត្រឡប់មកវិញថាណាស់ហើយទៅចោះដើម្បីសុភមង្គលរបស់គ្រួសាររបស់អនាគតស្ដេចនេះខ្ញុំត្រូវតែបំពេញបំណងរបស់គេហើយពេលនោះតែគេក៏បានសួរទៅកាន់ម្នាក់នោះថាតើគោលបំណងទី3របស់លោកគឺជាអ្វីទៅហើយបរិះចិត្តអាក្រក់នោះគេក៏បានឆ្លើយប្រាប់ទៅកាន់ព្រះអម្ចាស់អមតៈនោះទាំងដែរប្រពន្ធនឹងម្ដាយណាគេក៏ព្យាយាមហាមឃាត់ថាកុំលុបលន់ពេកប៉ុណ្ណឹងបានហើយកុំព្យាយាមចង់បានរបស់គេម្ដងហើយម្ដងទៀតនោះអីតែគេចុងក្រោយក៏ស្ដីឲ្យទៅកាន់កូនហើយនឹងប្រពន្ធឲ្យបិទមាត់ហើយនឹងឲ្យស្ងៀមទៅហើយគេក៏ប្រាប់គោលបំណងរបស់គេទៅកាន់ព្រះអង្គម្ចាស់អមតៈនោះថាខ្ញុំចង់ខ្លាយទៅជាស្ដេចលើបែបនេះប្រពន្ធនិងម្ដាយនោះគេក៏មានការញាប់ផ្អើលនិយាយទៅកាន់ពុកហេតុអីក៏ពុកលុបលន់បែបនេះអីគេក៏ស្ដីឲ្យកូនឲ្យបិទមាត់ឲ្យស្ងៀមទៅហើយគេក៏បានមកវល់ទៅកាន់ព្រះអង្គម្ចាស់អមតៈនោះបន្តទៀតហើយគណៈពេលនោះព្រះអង្គម្ចាស់អមតៈគេក៏បានគិតដែរថាហើយទៅចោះដើម្បីទទួលបានការពេញចិត្តពីស្ដេចនេះយើងត្រូវតែបញ្ចេញនៅមហិទ្ធិរបស់យើងចុងក្រោយឲ្យអស់គេក៏បានសម្រេចចិត្តផ្ដល់នៅតំណែងជាស្ដេចទៅដល់ឪពុកចិត្តអាក្រក់ខាងទស្សរីនោះទៅហើយក្រោយមកទៀតគេក៏ខ្លាចទៅជាស្ដេចមានបរិវារនិងមន្ត្រីចិញ្ច្រាំក៏បានកំពុងតែគោរពទៅកាន់គេហើយគេក៏បានសម្រេចបំណងរបស់គេក៏ពិតជាសប្បាយរីករាយយ៉ាងខ្លាំងមែនទែនហើយគណៈដែលប្តីបានខ្លាយទៅជាស្ដេចប៉ុន្តែកូនហើយនឹងប្រពន្ធនៅតែស្លៀកពាក់សាមញ្ញធម្មតាហើយស្របពេលនោះតែអប្តីខ្លាយជាស្ដេចនោះគេក៏បាននិយាយដែរថាចាប់ពីពេលនេះទៅយើងខ្លាចជាមនុស្សដែលថ្លៃថ្នូរចង់បានស្រីស្រាប្រហែលនេះក៏មិនអីនោះដែរគេក៏បានសើចបែបនេះគណៈពេលនោះដែរក៏មានមនុស្សស្រីពីរនាក់កំពុងតែជឿចិត្តនោះគេក៏បានថើបស៊ីកស៊ឺនៅត្រង់ទីនោះទៅហើយរំពេចនោះដែរក៏ស្រាប់តែលេខវត្តមានបងប្អូនរបស់គេចំនួន2រូបចូលមកឃើញទស្សនភាពទាំងអស់នេះហើយគេក៏ថាបងប្រុសឥឡូវនេះខ្លាយទៅជាស្ដេចទៅហើយគេក៏មានការបអសតទៅកាន់បងប្រុសរបស់គេផងដែរក៏បានទៅគោរពទៅកាន់ព្រះអង្គហើយគេក៏បានឲ្យបងប្អូនរបស់គេទាំងពីរនាក់នោះក្រោកឈរមកវិញប្រាប់ថានឹងតែងតាំងនិងប្រាថ្នាឲ្យគេរៀងខ្លួនហើយស្របពេលដែលលើបែបនេះប្រពន្ធក៏បានសួរហើយចុះខ្ញុំជាមួយនឹងកូនស្រីគេក៏ប្រាប់ថាពួកអញទាំងពីរនាក់ត្រូវតែចាក់ចេញពីទីនេះហើយដូចជាចង់បោះបង់កូនហើយនឹងប្រពន្ធចោលឃើញបែបនេះព្រះអង្គម្ចាស់អមតៈនោះហួសចិត្តយ៉ាងខ្លាំងដែលគេបានសម្រេចម្ដងទៅកាន់មនុស្សលុបលន់និងខុសក្បួនបែបនេះហើយកូនក៏បាននិយាយថាពុកខ្ញុំគឺជាកូនបង្ការរបស់ពុកហើយនេះគឺជាប្រពន្ធរបស់ពុកហើយឯបានជាពុករៀនដកយើងចោលបែបនេះឯងហើយលើបែបនេះអាស្ដេចនោះគេក៏បានទៅជាគៀកកាយស្រីស្នេហ៍ហើយស្រីស្អាតទាំងអស់នោះថានេះគឺជារបស់ជើងពួកអញទាំងពីរនាក់មិនមានតម្លៃសម្រាប់ជើងទៀតនោះទេលើបែបនេះប្រពន្ធក៏ជាអាចថាឯងពិតជាមនុស្សអ្នកដែលគ្មានគេខ្មាស់មែនប្តីនឹងគឺមិនខ្វល់នេះទេក៏បានបញ្ជាកូនចៅអូស្រីពីរនាក់នេះចាក់ចេញព្រាមទៅហើយរំពេចនោះដែរលោកម្ចាស់ដែលជាមនុស្សអ្នកដែលមានបុណ្យនឹងគេរកបញ្ជាឲ្យដល់លែងតែគេបញ្ចេញវិតមុនមិនបាននោះឡើយស្របពេលដែលកូនចៅរបស់ព្រះអង្គចាត់អាក្រក់នោះក៏បានចាប់ពីអ្នកម៉ែកូននោះគណៈពេលទទួលស្រីក៏នៅតែស្រែកសរសេរឡើងនេះក៏ស្រាប់តែមានអារម្មណ៍ថាជឿពោះខ្លាំងមែនទែនហ
ហើយរំពេចនោះដែរពួករបស់នាងក៏ចាប់ផ្ដើមប៉ោងធំខ្លាំងមែនទែនធ្វើឲ្យគ្រប់គ្នាក្នុងទីនោះមានការភ្ញាក់ផ្អើលហើយបន្ទាប់ពីប៉ោងបែបនេះនាងមានការឈឺចាប់ស្របពេលដែលកំពុងតែឈឺចាប់បែបនោះស្រាប់តែនាងក៏បានប្រសូតចេញនៅសុទ្ធមួយឡើងធំធ្វើឲ្យគ្រប់គ្នាទីនោះមានការភ្ញាក់ផ្អើលបន្តទៀតហើយគណៈពេលដែលសុទ្ធនោះចេញខាងក្រៅមេឃនឹងលើកដីស្រាប់តែមាននៅមហិទ្ធិដ៏អស្ចារ្យទៅដល់ថាលើឯណោះគណៈពេលដែលមេដារបស់ស្ដេចអ្នកនោះគេកំពុងតែរៀបចំអំណោយយ៉ាងច្រើនទៅដល់កូនសាររបស់គេត្រៀមរៀបអភិសេកនៅពេលគាត់ក៏បានបញ្ជាឲ្យកូនចៅទាំងអស់នោះមានការរៀបចំឲ្យបានល្អិតបន្តិចផងដែរប៉ុន្តែរំពេចដែលកំពុងតែរៀបចំនោះស្រាប់តែរង្គោលមេឃរញ្ជួយដីតែម្ដងដែលមានមហិទ្ធិឡើងដល់លើមេឃឃើញបែបនេះគាត់ក៏គិតថានេះគឺជាអពុទ្ធថៃដ៏អស្ចារ្យគឺជារឿងមួយដែលមានបំណងល្អហើយគាត់ក៏គិតថាឥឡូវនេះប្រកាសជាមានបុត្រនឹងចៅពិសារបស់ជើងនឹងប្រសូតមកហើយគេកំពុងតែស្មត់ស្នេហ៍បែបនេះក៏បានបញ្ជាឲ្យកូនចៅពួកឯងឆាប់ទៅសាលនេះភ្លាមហើយទៅសាកសួរឲ្យបានច្បាស់ថានេះជារឿងពិតឬក៏អត់ទាំងដែរនៅគណៈឯផងនេះវិញព្រះអង្គម្ចាស់អមតៈគេនោះគេប៉ុនតលន់មកថាអចារ្យណានេះគឺជាពងអ្នកទេតាប៉ុន្តែព្រះអង្គបានជួបជាមួយនឹងមនុស្សស្រីធម្មតាហើយឥឡូវនេះក៏បានប្រសូតចេញនៅនេះដ៏អស្ចារ្យហើយពិភពលោករបស់នេះនឹងប្រល់នៅសុភមង្គលពិតជាសប្បាយរីករាយខ្លាំងមែនទែនប៉ុន្តែគណៈដែរពេលឲ្យនោះវិញក៏បានចាត់កាត់កម្មខ្លួនស្រីថាជាមនុស្សម្នាក់ដែលចម្លែកហើយក៏ជាបិសាចពួកឯងហេតុអីក៏ហ៊ានមកប្រមាថជើងបែបនេះឯងតែឯទស្សរីក៏ប្រកែកម្ដាយក៏ថាទេកូនស្រីរបស់ជើងគេមិនមែនជាបិសាចនោះឡើយប៉ុន្តែបងប្អូនចិត្តមួយដែលកំពុងតែអឹបនោះក៏បានមកជួយបចោតនាងគឺជាបិសាចព្រះអង្គឆាត់សម្រាប់នាងទៅព្រះអង្គនោះក៏បានថាពួកឯងឆាប់មកចាប់ស្រីបិសាចនេះយកទៅប្រហារជីវិតទៅហើយយកអាពងចម្លែកនេះទៅផងវាយវាបំបាច់ចោលទៅឬទៅបែបនេះព្រះអង្គម្ចាស់អមតៈសក់ពីដៃគេក៏រកហាមឃាត់ស្របពេលដែលមេរ៉ាកូនោះក៏យំលំប៉ាខ្វាត់នៅអ្វីដែលកើតឡើងនៅចំពោះមុខនេះផងដែរប៉ុន្តែទោះបីជាខ្វាត់ចំណាយក៏ដោយក៏ពួកនោះក៏គ្មានការប្រណីផងដែរស្របពេលដែលទូស្រីក៏ហាមឃាត់ម្ដាយក៏និយាយតែរំពេចនោះដែរកូនចៅគ្នារបស់ស្ដេចនោះក៏បានមកចាត់ការនៅពងចម្លែកនោះដែលបានចូលជើងយកទៅថតបំបែកប៉ុន្តែធាក់ទៅស្រាប់តែប្លង់ខ្លួនឯងមកវិញធ្វើឲ្យគេមានការភ្ញាក់ផ្អើលបន្តទៀតតែពេលនោះដែរទូស្រីក៏បានទៅអោបនៅពងនោះដែលនាងចាត់ទុកថាជាកូនរបស់នាងស្របពេលដែរនាងក៏កំពុងតែរៀបរៀងទៅពួកអាក្រក់បែបនោះស្រាប់តែឲ្យដូចជាស្ដេចនោះគេក៏បានមកស្ដីឲ្យចាញ់ភ្លាមតែស្រីបិសាចហើយក៏បានទៅកំភ្លៀងទូស្រីពេញទំហឹងតែម្ដងហើយសម្រាប់ម្ដាយនៅពេលដែលឃើញបែបនេះគាត់ក៏មកស្ដីឲ្យឯងគឺជាអ្វីជាឪដែលគ្មានចិត្តធម្មតាយើងនឹងសម្លាប់ឯងហើយស្របពេលដែរឃើញបែបនេះគេក៏មកតែកំភ្លៀងប្រពន្ធបន្ថែមទៀតទាំងដែរទាំងម្ដាយនិងកូនរងទុក្ខវេទនាខ្លាំងមែនទែនពេលនោះដែរឪក៏ជេរឯងជាស្អីឆាប់ចាក់ចេញភ្លាមទៅហើយគាត់ក៏បានបញ្ជាឲ្យកូនចៅនឹងចាប់ស្រីពីអ្នកនេះចាក់ចេញទៅឆាប់អូពួកគេចេញឲ្យលឿនហើយក្រោយពីចាប់បានហើយស្រាប់តែបងប្អូនចិត្តមួយគ្នារបស់ព្រះអង្គនោះគេក៏បានមកចាត់ការសុទ្ធនោះដោយបានទាត់ម្នាក់មួយជើងទៅកាន់មន្ត្រីទៅកាន់មនុស្សម្នាជាច្រើនដែលក្នុងទីនោះពីមួយទៅមួយតែសុទ្ធនោះគឺមិនបានបែកនោះឡើយស្របពេលដែលទូស្រីនេះវិញនាងក៏ប៉ុន្តែយំនិយាយខ្លាំងមែនតែនការពារទៅកាន់កូនរបស់ខ្លួនប៉ុន្តែគ្មានអ្នកណាដែលជួយបាននោះទេបានត្រឹមតែយំហើយកន្លែងមកមើលស្ដេចអ្នកនេះវិញគេក៏កំពុងតែនៅឋានលើឃើញទស្សនវិជ្ជាដ៏ខ្លាំងអស្ចារ្យមហិមាហើយរំពេចនោះដែរគេក៏ស្រាប់តែមានអារម្មណ៍ឈឺចាប់នៅក្នុងរាងកាយគេមានការឆ្ងល់យ៉ាងខ្លាំងហេតុអីបានជាខ្ញុំប្រែទៅជាឈឺចាប់បែបនេះហើយកំឡុងពេលដែលគេកំពុងតែឆ្ងល់បែបនោះស្រាប់តែមេដារបស់គេចូលមកប្រាប់កូនប្រុសឥឡូវនេះស្រាប់តែមានធម៌ពលដ៏ខ្លាំងអស្ចារ្យខ្លាំងជាងកូនកាលដែលកូនប្រសូត4-10 ដងឯណោះនេះមេដាកំពុងតែសង្ស័យថាបុត្ររបស់កូនជាមួយនឹងកូនប្រសាបានកើតនៅលើលោកនេះហើយរំពេចនោះដែរគេក៏ស្រាប់តែនឹកស្រមៃនៅពេលគេបានជួបជាមួយនឹងតួស្រីគេក៏ដឹងព្រាមតែម្ដងថាចំមានន័យថាមនុស្សស្រីដែលទុំគុំបានពេញចិត្តនោះឥឡូវនេះនាងបានសម្រាប់បុត្ររបស់ខ្ញុំមកលើពិភពលោកនេះហើយមែនទេចឹងខ្ញុំនឹងទៅរកនាងគេនិយាយហើយក៏បានហោះស្ទុយទៅបាត់ទៅដែលផ្លាយខ្លាយទៅជារូបនាគហើយគណៈពេលដែរតួស្រីជាមួយនឹងម្ដាយឯនេះវិញក៏ប៉ុន្តែត្រូវគេធ្វើបាបជាពិសេសទៅកាន់សុទ្ធដែលជាកូនរបស់នាងនឹងតែម្ដងតាត់ពីម្នាក់ទៅម្នាក់គ្មានត្រាប្រណីទៅដល់គេនោះទេដែលទោះបីជានាងស្រីអង្វរទៅកាន់ពួកគេចំណាក់ក្រោយពួកគេនៅតែធ្វើបាបជាពិសេសគឺឪដែលជាកំពុងខ្លាចជាស្ដេចម្នាក់នេះគេគ្មានធម៌មេត្តាសូម្បីតែកូនស្រីនិងប្រពន្ធរបស់គេនោះទេហើយរំពេចនោះដែរគេក៏បានសួរទៅកាន់អ្នកអមតៈនោះថាតើលោកអាចបំពេញបំណងប្រាថ្នាទី4ឲ្យខ្ញុំបានដែរឬទេលើបែបនេះបរិះនោះក៏គិតថាហេតុអីក៏គេលុបលន់ខ្លាំងម្ល៉េះមនុស្សម្នាក់នេះគេក៏បានគិតហើយនិយាយទៅកាន់ស្ដេចនោះថាឥឡូវនេះលោកខ្លាចទៅជាស្ដេចទៅហើយតើលោកចង់បានបំណងប្រាថ្នាអ្វីទៀតទៅគឺខ្ញុំចង់បានបំណងប្រាថ្នាទី4តើលោកអាចបំពេញឲ្យយើងបានដែរឬទេគេក៏បានឆ្លើយតបថាយើងមិនអាចមានវេទមន្តដើម្បីបំពេញបំណងប្រាថ្នាទៅកាន់លោកបានទៀតនោះទេជាងប្រាក់3 ដងទៅហើយនៅលើភពផែនដីមួយនេះហើយនេះហើយបំណងប្រាថ្នាទី4របស់លោកនោះយើងមិនអាចបំពេញបាននោះទេឬថាមិនអាចបំពេញបែបនេះស្រាប់តែស្ដេចអាក្រក់នោះក៏តែកំភ្លៀងម្ចាស់អមតៈរបស់គេដែលជាអ្នកមានកូននោះតែអ្នកទៅណែងឲ្យគ្រប់គ្នាមានការស្រឡាញ់កាំងបន្តទៀតដែរព្រះអង្គម្ចាស់អមតៈអ្នកមានគុណទៅកាន់គេសួរហេតុអីបានជាឯងហ៊ានវាយយើងមានរឿងអីដែលយើងអាចវាយបាននោះទៅមនុស្សដែលឥតបច្ចេកបែបនេះនោះតើទុកមានការអីទៅ
គេបែរទៅជារឿងមើលគុណស្របពេលនោះដែរក៏បញ្ជាឲ្យកូនចៅឆាប់អោនមនុស្សអត់ប្រយោជន៍នេះចេញទៅលើតបែបនេះព្រះអង្គម្ចាស់អមតៈគេក៏ខឹងស្របពេលដែលទូស្រីក៏ស្រែកពុកហេតុអីក៏ពុកជាមនុស្សម្នាក់ដែលគ្មានធម៌មេត្តាអាក្រក់ខុសខើបែបនេះតាំងតែថ្ងៃអ្វីដែលពុកបានមកនេះគឺដោយសារតែព្រះអង្គម្ចាស់អមតៈដែលបានផ្ដល់ឲ្យទីតាំងហេតុអីក៏ពុកធ្វើទៅកាន់គាត់បែបនេះនោះនេះឯងស្ដីឲ្យហើយគេក៏បានតែកភ្លៀងកូនស្រីវិញទំហឹងតែម្ដងព្រះហើយក៏បានបញ្ជាកូនចៅឲ្យយកពងនោះទៅបំបែកចោលទៅហើយពេលនោះដែរកូនចៅរបស់គេក៏បានធ្វើតាមបញ្ជាក៏បានវាយរបស់នោះបំផ្លងចោលបំផ្លងឡើងធ្វើឲ្យទូស្រីនេះវិញមានការឈឺចាប់យ៉ាងខ្លាំងស្របពេលនោះដែរពងនោះក៏ស្រាប់តែចេញពលឺចាញ់ចាំងធ្វើឲ្យគ្រប់គ្នានៅទីនោះក៏មានការភ្ញាក់ផ្អើលហើយរបិចនោះតែពងនោះក៏បានខ្ទុះចេញមកបង្កើតបានជាទីរូបមួយឡើងខ្ជូតតែម្ដងធ្វើឲ្យគ្រប់ក្នុងនៅទីនោះមានការផិតភ័យបន្តទៀតស្របពេលដែរមនុស្សម្នាក់អាក្រក់ក៏ស្រែកថាបិសាចតែព្រះអង្គម្ចាស់អមតៈគេក៏គិតថានេះគឺជាកូននាគគឺបានប្រសូតមកលើលោកនេះហើយក៏លេចមកមើលទូប្រក់នេះវិញគេក៏បានហោះចេញពីក្នុងទឹកធ្វើឲ្យមានធម្មពលឡើងខ្លាំងក្លាធ្លុះទៅដល់3-4ឋាននោះហើយស្របពេលដែរកូនចៅដែលនៅឋានលោកឯណោគេក៏កំពុងតែបន់ស្រន់ផងដែរថាសូមឲ្យកូននាគដែលទៅតែប្រសូតឡើងមានសុខភាពល្អសូមឲ្យអ្វីៗគ្រប់យ៉ាងបានល្អប្រសើរគេកំពុងតែអបអរសាទរគណៈពេលដែលមេដារបស់ទូប្រគាត់ក៏សប្បាយរីករាយផងដែរនៅការក៏កាត់ឡើងនៅទីរួចដែលជាកូននាគស្នងតំណែងចំនួនក្រោយរបស់គាត់ក៏បានស្នើសរសើរព្រមទាំងអរសាទរបែបនេះក៏បានផ្ដាំផ្ញើឲ្យកូនចៅទាំងអស់រៀបចំទទួលនៅចៅរបស់គាត់ដែលកាត់ឡើងនៅលើភពផែនដីមីនីហើយគ្រប់គ្នាក៏បានទទួលបញ្ជាគាត់ផងដែរហើយកន្លែងមកមើលស្ដេចព្រមទាំងទូស្រីនេះវិញនាងកំពុងតែសប្បាយរីករាយនៅកូនមួយនេះស្របពេលដែលឪនោះក៏បានថាឯងបានទៅការជាមួយអានេះបានជាមានកូនដល់ចម្លែកបែបនេះស្របពេលដែលទូស្រីនាងក៏បាននឹកស្រមៃនៅពេលដែលនាងបាននៅក្នុងទឹកនោះទោះជាមួយនឹងបរិសម្នាក់គេងកាយជាមួយដូចគ្នាហើយបរិសម្នាក់នោះគេក៏បានសួរឈ្មោះនាងតែចុងក្រោយបន្តទៀតនាងក៏មិនដឹងថាមានរឿងកាត់ឡើងនោះដែរតែម្ដាយនោះក៏ឆ្ងល់កូនស្រីតើកូនរបស់អ្នកណាទៅតើអ្នកណាគឺជាឪពុករបស់ក្មេងនេះទៅនាងក៏ថាម៉ែខ្ញុំក៏មិនដឹងនោះដែរគាត់ក៏បានថាហេតុអីបានជាឯងមិនដឹងតើមានរឿងអីកើតឡើងទៅហេតុអីក៏ចម្លែកបែបនេះនោះពេលនេះម្ដាយគាត់ក៏បន្តសុំទោសទៅកាន់កូនស្រីដែលមិនបានមើលថែកូនឲ្យបានល្អនេះគឺជាកំហុសរបស់ម៉ែតែទូស្រីក៏ថាម៉ែមិនអីនោះទេតែដល់ពីនេះក៏បានអោបគ្នាស្របពេលនោះតែបងប្អូនកូនចៅរបស់ព្រះអង្គនោះគេគិតថាគ្រួសារឈិនរបស់ជើងជាគ្រួសារដែលថ្លៃថ្នូរមានមុខមានមាត់ឥឡូវនេះស្រីម្នាក់នេះគេមានកូនដោយមិនដឹងថាជានរណាជាអីឲ្យពិតប្រាកដជាមនុស្សម្នាក់ដែលគ្មានគេខ្មាស់ថែមពីម្នាក់ទៅម្នាក់ស្របពេលដែរព្រះអង្គនោះក៏បានស្រែកហៅពួកឯងចាប់ស្រីពីរនាក់នេះចាក់ចេញហើយទៅចាត់ការគេចោលភ្លាមទៅលើតបែបនេះមិនអាចកុំវឯងហេតុអីក៏ឯងចិត្តដាច់ធម្មតាបែបនេះគឺជាកូនស្រីហើយក៏ជាសាច់ឈាមរបស់ឯងទេតាតែស្រេចនោះគេមិនបានខ្វល់ខ្វាយទេក៏បានតែគម្រាមប្រពន្ធហើយស្របមកគេក៏បានហៅអ្នកផ្សេងទៀតមកឯងចាប់ប្រពន្ធយកកូននេះទៅសម្រាប់ចាប់ទៅតែរំពេចនោះតែព្រះអង្គម្ចាស់អមតៈគេក៏មកហាមឃាត់អ្នកណាហ៊ាននេះគឺជាកូនប្រុសរបស់ស្ដេចបញ្ជុំនេះលើតបែបនេះគ្រប់គ្នាក៏មានការចាប់ផ្អើលជាកូនស្ដេចនេះមិនទីតែព្រះអង្គនោះក៏ស្រោចជាកូនស្ដេចនេះគួរឲ្យសម្ដេចខ្លាំងណាស់នាងគ្រាន់តែជាមនុស្សសាមញ្ញធម្មតាហេតុអីក៏ស្ដេចនេះមកហៅរៀបការជាមួយនាងមានកូនមួយនាងដោយរបៀបណាទៅពិតជាគួរអស់ស្នេហ៍ខ្លាំងមែនទែនម្នាក់ហើយក៏បន្ថែមទៀតត្រូវហើយពិតជាគួរឲ្យលេងសើចគួរអស់ស្នេហ៍នេះម្នាក់ទៀតក៏ធ្វើខ្ញុំគិតថានាងប្រកាសជាអន្តជាមានកូនជាមួយនឹងអ្នកអានេសាទកន្លែងណាមួយតាំងពីថ្ងៃមុននោះម្លេះត្រូវហើយព្រះអង្គនោះក៏បានសម្លឹងមើលទៅកាន់ទីរូបនោះហើយក៏បន្ថែមបន្តទៀតថាតាមកម្រិតជើងនេះប្រកាសជាកូនបិសាចជ្រូកបិសាចឆ្កែពួកឯងចាប់កូនបិសាចអាក្រក់នេះទៅសម្រាប់ចាប់ភ្លាមទៅតែលើបែបនេះគ្រប់គ្នាក៏មានការចលាកុំអីស្របពេលដែរព្រះអង្គម្ចាស់អមតៈក៏ហាមឃាត់កុំអីពួកឯងថយចេញភ្លាមទៅហើយគេក៏បានក្លែកមកនិយាយជាមួយព្រះអង្គឯងឆាប់បញ្ជាពួកគេឲ្យថយក្រោយភ្លាមក៏មកប៉ះពាល់ជាមួយនឹងទីរូបអ្នកនេះបើសិនជាឯងប៉ះពាល់នោះឯងប្រកាសជាត្រូវទទួលទោសឯងប្រកាសជាមិនរួចខ្លួននោះទេតែព្រះអង្គក៏ស្រេចទទួលទោសមែនទេយើងចង់ឃើញពីរបៀបដែលឯងដាក់ទោសយើងគេក៏បានតែកភ្លៀងព្រះអង្គចាស់តាមតៈនោះវិលដល់ប្រទេសឡើងតែម្ដងដោយសារតែគាត់បាត់បង់នៅវេទមន្តអស់រលីងទៅហើយស្របពេលឲ្យកូនចៅអបតងោនេះក៏ថាឯងរកដាក់ទរណកម្មលើគេផងគ្រាន់តែខ្លួនឯងនឹងជួយខ្លួនឯងមិនរួចផងអីក៏ប្រហើនម្លេះក៏បានចំអកម្លេះហើយម្លេះទៀតតែព្រះអង្គម្ចាស់អមតៈក៏ថាឯងព្រះអង្គប្រហើនឯងដឹងទេថាមុននឹងឯងបានថ្ងៃនេះដោយសារតណាគឺដោយសារតែយើងចាំម្ដងនេះយើងនឹងបំផ្លាញឯងចោលអស់គាត់ក៏បញ្ចេញវេទមន្តជីបជូប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេធ្វើឲ្យព្រះអង្គនោះកាន់តែប្រអើកតមនិយាយនឹងវាយទៅកាន់គាត់ថែមទៀតមួយកំភ្លៀងផាច់ឯងហ៊ានមកគម្រាមយើងផងឆ្កែឥឡូវនេះយើងគឺជាស្ដេចឯងគឺជាឆ្កែប្រភេទណាមើលខ្លួនឯងទីអីពួកឯងឆាប់អូសវាចេញទៅគេក៏បាននៅប្រកែកឯងបើសិនជានៅតែប្រព្រឹត្តអាក្រក់បែបនេះទៀតនោះទេវតានឹងប្រណីឯងនឹងអាចរត់ជីវិតនោះទេនឹងដាក់ទរណកម្មឯងឲ្យសមមុខតែម្ដងឯងនឹងទទួលទោសតែរំពេចនោះដែរក៏ស្រាប់តែមានរទេះបាញ់ផាំងបាំងចំលើទៅគាត់វិញធ្វើឲ្យស្ដេចនោះកាន់តែប្រហើនព្រមទាំងសាច់ច្បល់ទៅកាន់គេទៀតឃើញទេរទេះបាញ់បាញ់ត្រូវណាគឺត្រូវឯងយើងគឺជាស្ដេចជាអ្នកដែលមានបុណ្យឥឡូវសូម្បីតែរទេះបាញ់ក៏បាញ់ចំឯងដែរ
អញ្ចឹងមានន័យថាយើងគឺជាស្ដេចដែលសំបីតែទេវតាក៏មានការគោរពនិងផ្ដោតតម្លៃឲ្យយើងដែរត្រូវឲ្យបងប្រុសគឺជានិពិតប្រកបតែនិពិតប្រកបគឺណាទៅគឺជាបងប្រុសនឹងឯងគេក៏បន្ថែមបន្ថយគ្រប់គ្នាកូនចៅក៏បានគោរពសូមជូនពរព្រះអង្គឲ្យមានប្រជញ្ញយឺនយូរព្រះអង្គគឺជានិករាជព្រះអង្គអាក្រក់នោះក៏បានអួតបន្តទៀតថាត្រូវហើយចាប់ពីពេលនេះទៅយើងគឺជាព្រះអង្គជាស្ដេចអធិរាជបើអ្នកណាមិនស្ដាប់បង្គាប់ជើងនឹងត្រូវទទួលទោសគឺទេវតាពិតជាលើកលែងទោសព្រមទាំងជ្រោមជ្រែងយើងណាអ្នកណាមិនគោរពត្រូវតែងាប់ដូចជាឯងអញ្ចឹងគ្រប់គ្នាក៏បានគោរពសូមជូនពរព្រះអង្គឲ្យមានប្រជញ្ញយឺនយូរហើយស្របពេលដែលស្រីស្នេហ៍នោះក៏បានមកអែបអបហើយគេក៏បានបញ្ជាតែឲ្យព្រះអង្គម្ចាស់អមតៈប្រកបស្រំបីទៅទស្រីគឺមានការខឹងយ៉ាងខ្លាំងនៅពាក្យសម្ដីរបស់គេម្នាក់នេះហើយស្ដេចនោះក៏បានអាក្រក់ទៀតថាចាប់ពីពេលនេះទៅយើងគឺជាស្ដេចយើងជាអ្នកគ្រប់គ្រងនោះជាអ្វីគ្រប់យ៉ាងពួកឯងលើនេះឆាប់ចាប់ស្រីអាក្រក់ព្រមទាំងកូនកំព្រុនេះទៅសម្រាប់ចោលភ្លាមទៅឃើញបែបនេះព្រះអង្គចាអមតៈក៏ហាមឃាត់កុំអីអ្នកនាងគឺជាម្ចាស់ស្ត្រីនេះឮតែបែបនេះគ្រប់គ្នាមានការភ្ញាក់ផ្អើលហាថាម៉េចជាម្ចាស់ស្ត្រីថាប្រជុំនេះហើយនេះគឺជាអនាគតម្ចាស់ស្ត្រីហាមិនជឿនោះទេស្របពេលនោះដែរម្ដាយក៏មកសួរបញ្ជាក់កូនស្រីតើមានរឿងអីកើតឡើងនេះមានន័យថាកូនស្រីរបស់ខ្ញុំគឺជាអនាគតម្ចាស់ស្ត្រីមែនទេត្រូវហើយស្របពេលទស្រីនាងក៏បាននឹកឃើញជួបជាមួយនឹងតួប្រុសនៅក្នុងឋាននេះនោះនាងក៏បាននិយាយថាអញ្ចឹងមានន័យថាគាត់គឺពិតជាស្ដេចនេះមែនហើយតែដែលបាត់ហើយនៅតែសួរកូនបញ្ជាក់តែអ្វីដែរព្រះអង្គម្ចាស់អមតៈគាត់និយាយជាការពិតអត់ទេម៉ែខ្ញុំក៏មិនដឹងនោះដែរឮតែកូនឆ្លើយបែបនេះស្ដេចនោះក៏ថានេះឯងបាននិយាយថាកូនស្រីរបស់ជើងគឺជាអនាគតម្ចាស់ស្ត្រីស្ដេចនេះហើយកូនរបស់នាងគឺជាអនាគតស្នងតំណែងនេះមែនទេត្រូវហើយគាត់ក៏បានតែកំភ្លៀងព្រះអង្គម្ចាស់អមតៈមួយកំភ្លៀងទៀតឲ្យបានដែរបាជើងជាលើកទីប្រមាណហើយនោះទេហើយថែមទេប្រទេសថាឯងហ៊ានកុហកយើងផងបើសិនជាព្រះអង្គម្ចាស់នេះគេពេញចិត្តទៅកាន់កូនស្រីរបស់ជើងហេតុចុះអីបានជានាងឯងត្រឡប់អស់ផ្ទះវិញដោយសុវត្ថិភាពបែបនេះឯងក៏មកបង្ហើនកុហកយើងបែបនេះអត់ដែលឆាញ់ហើយក៏ដែលឆាញ់នេះប្រកាសជាកូនបិសាចហើយពួកឯងទោះស្រីក៏បានប្រកែកទេខ្ញុំមិនមែនជាដេរឆាននោះទេក៏ខ្ញុំក៏មិនមែននោះដែរប្រហើនបាត់មកទៅត្រូវហើយគេក៏បានទៅធាក់កូនស្រីព្រមទាំងទៅវាយព្រះអង្គចអមតៈបន្តទៀតហើយបញ្ជាកូនចៅចាប់នាងហើយចាប់ម្នាក់នេះចេញផងហើយពេលនោះដែរទោះស្រីក៏ប្រកែកកុំអីម្ដាយក៏ថាកុំអីចាប់ដោះលែងព្រាមទៅតែពួកគេគ្មានការលើកលែងនោះទេជាពិសេសគឺឪពុកដែលរឆានោះក៏បានទៅចាប់កូនរបស់ទោះស្រីមកបំរុងរទៅសម្រាប់ចោលគណៈពេលនោះដែរស្រាប់តែចេញពលឺពីកូននោះឡើងធ្វើឲ្យគ្រប់គ្នាមានការឈឺក្បាលយ៉ាងខ្លាំងដោយសារតែសម្លេងដែលគេកំពុងតែយំនោះគឺជាធម្មពលមួយធ្វើឲ្យមនុស្សម្នានោះទ្រាំទៅតែប្រហែលទៅហើយស្របពេលនោះដែរទោះបីជាមានការឈឺចាប់ស្រាំមិនបានបែបនេះក៏ដោយក៏អាឪគិតព្រោះនោះគេក៏នៅតែតើដណ្ដើមកូនពីទស្សរីមកដើម្បីបំរុងបោកសម្រាប់ចោលនៅពេលដែលគេប្រឹងប្រែងបែបនេះកូននោះដែរត្រូវបានគេដណ្ដើមបានហើយក៏បានបំរុងបោកចោលតែឲ្យទស្សរីស្រែកកុំអីចំណាក៏គេនៅតែបោកបានសម្រាប់ហើយស្រាប់តែនៅពេលដែលបោកទៅចេញនៅពលឺឡើងក្រហមឆ្អិនឆ្អៅចេញបែរទៅជារូបមនុស្សដល់ក្មេងខ្ជូតតែម្ដងបែរទៅជាមិញកូនង៉ែតនេះបែរទៅជាធំបាត់ទៅហើយចេញមកស្រែកថាអ្នកណាហ៊ានធ្វើបាបដៃរបស់ជើងយើងនឹងស្លាប់ចោលគ្រប់គ្នាក៏បែបនេះមានការភ្ញាក់ផ្អើលបន្តទៀតការដាក់ភ្ញាក់ផ្អើលម្ដាយទស្រីក៏និយមនៅពេលដែលឃើញកូនធំប៉ុណ្ណេះទៅហើយរំពេចនោះដែរឪនោះក៏ស្រែកកូននេះអីទៅជាកូនបិសាចទេតាត្រូវហើយជាកូនបិសាចទេឯងជាកូនបិសាចហ៊ានមកទីនេះផងពួកឯងឆាប់ចាប់វាទៅស្របពេលនោះដែរកូនចៅស្ដេចនោះក៏បានយាដាវមករកសម្រាប់កូនតូចនោះហើយនៅពេលដែលឃើញបែបនេះម្ដាយជាមួយនឹងកូនស្រីមានការពិតភ័យទេក៏រត់ទៅហាមគាត់តែកូននោះក៏បានងាកមកចេញនៅពលឺដ៏អស្ចារ្យហើយរំពេចនោះដែរកូនសេនាដែលរត់ទៅសម្រាប់នោះបែរជាមិនអាចស្លាប់បាននោះទេដោយសារតែកូននេះមានធម៌ពលពិសេសតែម្ដាយនឹងចៃក៏មកថាកូនប្រុសហើយគេក៏បាននិយាយទៅកាន់ម៉ែកុំខ្លាចអីខ្ញុំនឹងការពារម៉ែគោះដាំទ្រូងខ្លួនឯងផងដែរឃើញតែបែបនេះម្ដាយហើយនឹងចៃគឺមានការសប្បាយរីករាយតែម្ដងប៉ុន្តែសម្រាប់បិសាចស្ដាច់នោះវិញគេក៏បានទៅជានិយាយថាពួកអញទាំងពីរនាក់ឆាប់ចាក់ចែងពីអាកូនបិសាចនេះទៅបើសិនជាយល់ព្រមជានឹងឲ្យម្ដាយរបស់អញនៅក្នុងរាជវាំងហើយតែងតាំងអញជាប្រនាងឆាប់ចាក់ចែងពីវាព្រាមទៅឬតែបែបនេះទស្រីក៏អត់ស្នើខ្ញុំមិនចង់បានសំបីតែបន្តិចរឿងអារម្មណ៍ប្រនាងអីហ្នឹងខ្ញុំគ្រាន់តែចង់នៅជាមួយនឹងកូនប្រុសរបស់ខ្ញុំតែប៉ុណ្ណោះនេះឯងអីក៏ល្ងងម្លេះបន្ទាប់ពីមុនហ្នឹងទស្រីក៏បានបដិសេធឲ្យនឹងគាត់ថាឯងពិតជាល្ងងខ្លាំងពីហើយស្របពេលម្ដាយក៏មកតយើងគ្រាន់តែចង់បានចោលរបស់យើងព្រមទាំងជីវិតមួយដែលរស់នៅធម្មតាតែប៉ុណ្ណោះនាងហើយម្ដាយក៏បន្តទៀតថាលោកជីនជូយើងសូមប្រាប់ឯងទៅចោះឯងជាមនុស្សអ្នកដែលគ្មានបេះដូងគ្មានចិត្តគ្មានក្លាមឥឡូវនេះសូម្បីតែយើងរស់នៅជាមួយនឹងឯងប្រហែលឆ្នាំមកនេះយើងអត់ក្រលំបាកជាមួយនឹងឯងជាមនុស្សខ្ជិលធ្វើការងារអ្វីក៏មិនអាចសម្រេចរស់នៅដោយសារតែកម្លាំងញើសឈាមរបស់យើងថ្ងៃនេះបែរទៅជាធ្វើបាបចៅរបស់យើងហើយនឹងយើងនឹងសម្លាប់ឯងអាក្រក់គេក៏បានទៅរកប្រតិបត្តិជាមួយនឹងប្តីអាក្រក់នោះគេបែរទៅជាតវ៉ាទៅកាន់ប្រពន្ធតែក៏ភ្លៀងឲ្យគាត់ដេកដួលដេកទៅហើយថែមទៀតថាយើងបានទុកជីវិតឲ្យឯងរស់នៅបន្តទៀតសុខស្រួលបែរទៅជាមិនចង់ឥឡូវនេះបែរទៅជាចង់ងាប់ពួកឯងសប្បាយគេព្រាមទៅកងស្ដានោះក៏បានមកវាយទាំងពីរទាំងបីគណៈពេលទស្រីនាងឃើញបែបនេះក៏បានទៅរងម៉ែ
ម៉ែពួកឯងឈប់ទៅហើយប៉ុន្តែសេនាទាំងអស់នោះក៏នៅតែវាយហើយវាយទៀតវាយដោយទាំងទួស្រីផងដែរទាំងដែររាជបុត្រស្ដេចនេះគេបានត្រឹមតែឃើញពីការចិញ្ចប់របស់ម្ដាយរបស់គេតែប៉ុណ្ណោះហើយក្រោយពីការរងចាំនឹងមើលឃើញគេធ្វើបាបម្ដាយនេះគេបែរជាមានការខាងសម្បាក៏បានបញ្ចេញវិតមុនបន្តិចទៅធ្វើឲ្យសេនានោះប៉ះបានបន្តិចទេហើយឃើញថាមហិទ្ធិឫទ្ធិបន្តរបស់គេមិនអាចកើកែស្របពេលនោះស្ដេចអាក្រក់ក៏សួរឯងមានសមត្ថភាពតែប៉ុណ្្នឹងទេអាស្ដេចនេះតូចហើយកូនចៅក៏ថាឯងមានសមត្ថភាពប៉ុណ្ណឹងក៏មកអួតដែរតិចទៀតងាប់ហើយចាំមើលទៅអាក្មេងតូចស្របពេលដែរព្រះអម្ចាស់អមតៈក៏ថាកូននេះដែលទើបតែកើតមានមន្តិតម្ដងមានម្ដងអត់ប្រូននេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់មិនកើតទេឥឡូវនេះខ្ញុំត្រូវតែទៅឋានប្រជុំនេះដើម្បីរាយការណ៍រឿងទាំងអស់នេះទៅកាន់ម្ចាស់ស្ត្រីនិងព្រះអង្គម្ចាស់នេះវិញគេក៏បានបញ្ចេញវិទមន្តបវររត់ទៅប៉ុន្តែគ្មានបញ្ចុចសោះគេក៏ថាចាប់ហើយឥឡូវនេះវិទមន្តរបស់ខ្ញុំបែរដូចជាគ្មានបញ្ចុចធ្វើអីមិនកើតឡើយស្របពេលដែលឃើញបែបនេះកូននេះតើគេក៏បានប៉ែនហើយក៏ចាប់ផ្ដើមសូត្របាលីដែលបានហោះហើរឡើងពេញវេហាតែម្ដងពួកអក្រក់ទាំងអស់នោះពេលដែលឃើញបែបនេះគេក៏មានការភ្ញាក់ផ្អើលតែស្របពេលដែលព្រះអម្ចាស់អមតៈគេឃើញបែបនេះគេក៏ភ្ញាក់ផ្អើលនិងនិយាយថានេះគឺជាមន្តអាគមការព្រោះភ្លើងចេញពីអ្នករបស់ជនទេតានេះគឺប្រជាវិតមន្តអស្ចារ្យនិងវិតមន្តអកំពូលឡើយនេះចាប់ពីពេលនេះទៅឋានប្រជុំនេះរបស់យើងគឺបានរកឃើញអ្នកស្នងមរតកហើយជាអ្នកស្នងតំណែងដ៏អស្ចារ្យនិងខ្លាំងក្លាអាចការពារប្រជុំនេះរបស់យើងបានហើយគេក៏សប្បាយចិត្តក្រាបបង្គំបែបនេះហើយស្របពេលដែលបល័យទាំងអស់នោះវិញគឺបានហោះចេញចាំងទៅដល់ឋានលើឯណោះស្របពេលដែលអ្នកដែលនៅក្នុងកន្លែងនោះតែម្ចាស់ស្ត្រីគេក៏បានមានឃើញបែបនេះក៏នឹកឆ្ងល់នេះតើមានរឿងអីសម្រាប់កៅប្រុសរបស់យើងទៅតើគេនឹងមានគ្រោះថ្នាក់ដែរឬទេបើសិនជាមានគ្រោះថ្នាក់តែមានគ្រោះថ្នាក់យ៉ាងណាចឹងនេះទៅចាប្រុសសំណចិត្តរបស់យើងអើយគាត់កំពុងតែខ្វល់ខ្វាយបែបនេះស្រាប់ពេលដែលទូប្រុសកំពុងតែហោះហើរទៅរកកូននោះគេក៏បានឃើញនៅអក្សរដែលគេជាបល័យសូត្រព្រោះភ្លើងរបស់កូនប្រុសរបស់ខ្លួនផងដែរគេក៏បានបញ្ញាបញ្ញាទៅរកកូនរបស់គេឲ្យបានឆាប់ឃើញហើយគេក៏បានទៅបាត់ទៅអាក្រក់ពេកនេះទូស្រីនេះវិញក៏ត្រូវតែកងសេនាទាំងអស់នោះវាយស្ទើរតែស្លាប់ស្ទើរតែរួចទៅហើយតែស្ដេចអាក្រក់នោះគេនៅតែបជាព្រមទាំងស្ដេចឲ្យទៅកាន់ពីអ្នកមកកូនពួកឯងរបស់នេះដឹងតែងាប់ហើយមិនរស់នោះទេនេះហើយគឺជាលទ្ធផលនៃការប្រឆាំងនៅកាន់យើងហើយស្របពេលដែលព្រះអង្គចាអមតៈនោះវិញគេបានត្រឹមតែប្រឹងក្រោកមកហើយឃើញពីលទ្ធផលនៃការធ្វើទរណកម្មរបស់ម្ដាយរបស់ស្ដេចនេះហើយទាំងដែររាជបុត្រនេះដូចនេះគេកំពុងតែនៅអង្គុយសូត្រធម៌មិនឈប់មិនឈរគេក៏បានទៅប្រាប់ថាព្រះជាបុត្រអើយឈប់ទៅហើយឆាប់រកមជ្ឈបាយដើម្បីជួយទៅកាន់ម្ដាយរបស់ទ្រង់ទៅបើសិនជាព្រះអង្គម្ចាស់តូចនៅតែជាយាមសូត្រទៀត3 4 5 ថ្ងៃទៀតក៏នៅតែមិនចាប់នោះដែរលើតែបែបនេះគេក៏ជាប់មកសួរយើងមិនយល់ពីពាក្យសម្ដីរបស់លោកនិយាយនោះទេគឺចង់បានន័យថាបើតម្រាំដែរព្រះអង្គសូត្រចប់ហើយឆេះដិតលោកនេះបាននោះម្ដាយរបស់ទ្រង់ប្រកាសជាស្លាប់ហើយហាអញ្ចឹងផងគេក៏ភ្ញាក់ផ្អើលបែបនេះហើយក៏បានបញ្ឈប់ការសូត្ររបស់គេទៅចាប់ផ្ដើមទៅជួយម្ដាយរបស់គេដល់ចរានពួកខ្លួនស្នេហ៍ទាំងអស់នោះទៅតែឯងកម្លាំងរបស់ខ្លួនឯងមិនខ្លាំងនោះឡើយស្របពេលដែលឃើញបែបនេះស្ដេចនោះក៏បានបញ្ជាកូនចៅរបស់គេឲ្យចាក់ក្មេងតូចនេះចេញភ្លាមទៅហេតុអីក៏គេមកធ្វើអីប្រាប់បែបនេះស្របពេលនោះដែរគេក៏បានបញ្ជាឲ្យបងប្អូនជិតមួយរបស់គេក៏សែងចេញទៅនៅពេលដែលសែងទៅហើយមិនគ្រប់គ្រាន់ក៏បានបញ្ជាកូនចៅនោះទៅសម្រាប់កូនតូចនេះចោលផងដែរដែលលើបែបនេះទូស្រីនិងម្ដាយក៏ប្រឹងស្រែកតវ៉ាអាក្រក់មែនអាក្រក់មនុស្សថោកទាបទេវតានឹងបរាមុខប្រំទាំងរន្ទះនឹងបាញ់អញស្លាប់ជាមិនខាននោះទេគ្រាន់តែទូស្រីនិយាយបែបនេះគេក៏អួតតែម្ដងថាឯងនិយាយផ្ដេសផ្ដាស់យើងគឺជាស្ដេចគ្មានអីដែលហ៊ានមកបាញ់យើងនោះឡើយគ្មានរន្ទះណានោះទេតែតែនិយាយបែបនេះផាំងបន្តិចផងដែរហើយគេក៏បានអួតបន្តទៀតយើងគឺជាអធិរាជគ្មានអ្នកណាដែលស្មើយើងនោះឡើយផាំងខ្លោចមកខ្លោចមាត់ហើយតែតែត្រឹមញញ័របាត់ទាំងមកត់បាត់ទាំងមាត់និយាយអ្វីចេញនោះឡើយតទៅមុខវិញខ្មៅអូនតែម្ដងត្រូវតែបាញ់ប៉ុណ្ណឹងហើយនៅតែមិនទាន់អត់ចិត្តនោះទេស្របពេលដែលបងប្អូននោះក៏បានមកថែមទៀតថាព្រះអង្គក៏ប្រមាថទៅដល់ទេវតាថាលើកអីគេកំពុងតែខឹងហើយចឹងគួរតែលងលោមគេប្រកាសជាអាចផ្ដល់នៅរឿងល្អៗមកកាន់ព្រះអង្គហើយណាបងអូនម្នាក់ទៀតក៏បន្ថែមថាត្រូវហើយព្រះអង្គចឹងយើងគួរតែទប់អារម្មណ៍ទៅនេះគ្រាន់តែជារឿងចិត្តដល់តែប៉ុណ្ណោះហើយលើតែបែបនេះព្រះអង្គខុសខើហ្នឹងគេគិតថាត្រូវហើយវាគឺជារឿងចៃដន្យជារឿងចៃដន្យតែប៉ុណ្ណោះនៅពេលដែលគេនិយាយបែបនេះស្រាប់តែសំឡេងអ្នកក្រីនៅខាងលើក៏បានស្រែកមកប្រហើនហេតុអីក៏អញប្រហើនបែបនេះឮតែបែបនេះគ្រប់គ្នាមានការភ្ញាក់ផ្អើលទាំងព្រះអង្គចិត្តខុសខើនោះផងដែរហើយរំពេចនោះដែរទាំងដែររាជបុត្រនេះគេក៏មានការសប្បាយចិត្តហើយជាពិសេសគឺព្រះអង្គម្ចាស់អមតៈនេះគឺក៏សប្បាយចិត្តបន្តទៀតថាត្រូវហើយនេះហើយគឺជាស្ដេចនេះទ្រង់មានការត្រេះរិះនឹងដឹងហើយតាគឺតែបែបនេះព្រះអង្គចិត្តខុសខើនោះគេក៏បានមានការខ្លោចខ្លាចហើយក៏បាននាំនេះថានេះគឺជាស្ដេចនេះមែនទេទូបង្គំហើយគេក៏បានញញ័រលុតជង្គង់ចោះទៅទូបង្គំខុសហើយក៏បានលុតជង្គង់សុំទោសទៅកាន់ស្ដេចនេះ
ទាំងដែលប្រជានារីព្រមទាំងបរិវារកូនចៅរបស់គេផ្សេងៗហ្នឹងក៏អញ្ចឹងដូចគ្នាដែរហើយរូបពេញនោះដែរសម្រាប់ព្រះអម្ចាស់អមតៈគេក៏សួរទៅថាឯងឥឡូវនេះខ្លាចហើយមែនទេខ្លាចហើយមែនទេតែដែលព្រះអង្គនោះក៏កំពុងតែថ្វាយបង្គំអង្វរទៅកាន់ស្ដេចនាគដងហើយម្ដងទៀតរំពេចនោះដែរស្រាប់តែមេឃយលើនោះវិញប្រែប្រួលទៅជាស្លាធេងធ្វើឲ្យព្រះអង្គចាស់អន្តៈនោះក៏មានអារម្មណ៍ថាខកចិត្តក្រាក់ពេលដែរបងប្អូននៅវិញគេក៏បានហៅទៅបងធំមកទៅលើមេឃនោះឥឡូវនេះបាត់ស្មាបាត់តាំងសម្លេងទៅហើយពេលនោះដែរបងធំនោះគេក៏ងើបផ្លែតយើងគេជាអន្តរាជយើងប្រាំចេញពីអ្នកនេសាទតូចទៀតហើយយើងបានប្រែក្លាយទៅជាស្ដេចដ៏អស្ចារ្យព្រមទាំងមានអំណាចបែបនេះដោយសារតែមានការពេញចិត្តពីទេវតាខាងលើចឹងមានរឿងអីដែលយើងត្រូវទទួលទោសនោះទៅឬតែបែបនេះបងប្អូនគេក៏ថាត្រូវឲ្យបងធំជាមនុស្សអ្នកដែលមានអំណាចនិងជាអ្នកដែលមានបុណ្យខ្លាំងក្លាព្រះក៏មានការប្រព្រឹត្តនេះនឹងស្រឡាញ់ទៅដល់បងដែរពួកឯងហេតុអីក៏មិនគោរពទៅកាន់អន្តរិទៅគ្រប់គ្នាក៏បានលើកជង្គង់ចោះសូមក្រាបបង្គំទៅកាន់ព្រះអង្គសូមឲ្យព្រះអង្គមានបញ្ជនយឺនយូរឬតែបែបនេះរាជបុត្រនេះតូចគេក៏បានងាកទៅធ្វើមុខធ្វើមាត់ឲ្យខ្ជូតតែម្ដងទៅមើលអាស្ដេចកម្រក់នោះដែលគេកំពុងតែអួតបន្តទៀតថាចាំមើលទោះបីជាមានស្ដេចនេះមែនបើសិនជាទ្រង់យើងចុះមកក៏ចុះមកផឹកស្រាជាមួយនឹងយើងដែរពួកឯងនៅចាំអីទៀតចុះវាយសម្រាប់ស្រីអាក្រក់នេះទៅឬតែបែបនេះរាជបុត្រតូចគេក៏មកខាត់កុំអីកុំវាយជែងនឹងមិនអាចរបស់ជើងអីហើយព្រះអង្គចអមតាក៏បន្ថែមថាជូសានឥឡូវនេះគួរតែបញ្ឈប់ព្រមទៅបើសិនជាឯងនៅតែបន្តទៀតប្រកាសជាព្រះដាក់ទោសឯងមិនឲ្យឯងរស់ជីវិតនោះឡើយឬតែបែបនេះគេក៏ស្រោចជើងកំពុងតែគិតថាអ្នកដែលចង់ស្លាប់នោះគឺជាឯងទេពួកឯងនៅចាំអីទៀតចាប់វាយសម្រាប់ហើយចាប់ក្មេងតូចនេះចេញទៅនៅពេលលើបែបនោះកូនចៅរបស់គេក៏បានធ្វើតាមបញ្ជាក៏ចាប់ផ្ដើមចាប់កូនអ្នកតរបស់ជើងចេញហើយក៏ចាប់ផ្ដើមបន្តវាយទៅដល់តួស្រីនិងម្ដាយបន្តទៀតស្ទើរតែស្លាប់ស្ទើរតែរត់ទៅហើយគណៈពេលដែលព្រះអម្ចាស់អមតៈបានត្រឹមតែឈរមើលធ្វើអ្វីមិនកើតនោះទេប៉ុន្តែនៅក្នុងគណៈនោះពួកទាំងអស់អាក្រក់នោះគេបានវាយទៅកាន់តួស្រីនិងម្ដាយម្ដងហើយម្ដងទៀតវាយស្ទើរឲ្យតួស្រីស្ទើរតែស្លាប់ស្ទើរតែរត់ទៅហើយដោយក្អួតឈាមចេញមកគណៈពេលដែររាជបុត្រតូចគេឃើញបែបនេះគេក៏ចាប់ផ្ដើមការជាកំហឹងតែម្ដងហើយនៅពេលដែលការជាកំហឹងបែបនេះធម្មពលនៅក្នុងរាងកាយរបស់គេដែលទើបតែកើតថ្មីនោះក៏បានចេញឡើងហើយគេក៏បានចេញនៅវីតាមីនព្រមទាំងធម្មពលដ៏អស្ចារ្យខ្លាំងក្លាហើយក៏ចាប់ផ្ដើមបញ្ចេញនៅធម្មពលគ្រប់រន្ទះបាញ់ទៅដល់មនុស្សម្នាព្រមទាំងព្រះអង្គនៅក្នុងទីនោះឲ្យដួលទីណាត់តំណែងទាំងអស់ទៅឃើញតែបែបនេះពួកគេក៏មានការប្រត់ភ័យបន្តទៀតគណៈពេលព្រះអង្គម្ចាស់អមតៈគេក៏សើចសប្បាយទីគ្នាថាម្ដងនេះព្រះអង្គម្ចាស់តូចគឺពិតជាខ្លាំងអស្ចារ្យនេះគឺជាធម៌ពលដែលពូកែនឹងគ្មានពីរមែនស័ក្តិសមជារាជយាតស្នងមរតកមែនស្របពេលដែលរាជបុត្រតូចនេះគេក៏បានទៅហៅម៉ែចង់ទៅហើយដែលព្រះអម្ចាស់អមតៈនៅតែសប្បាយរីករាយគេក៏បាននិយាយថានេះគឺជាពរមកពីខាងលើហើយស្របពេលដែលព្រះអង្គអាក្រក់ក៏នៅតែស្រែកពួកឯងឆាប់សម្លាប់អាក្មេងនេះឲ្យជើងភ្លាមឬតែបែបនេះកូនចាស់នេះក៏បានងើបមកហើយក៏បំរុងទៅសម្លាប់តួស្រីជាមួយនឹងកូនតូចរបស់គេនៅពេលឃើញបែបនេះតួស្រីនាងក៏ចាប់ញ៉ាំមករៀងពុតទាំងអស់នោះស្របពេលនោះតែរាជបុត្រតូចគេក៏បានទះតែម្ដាយរបស់គេតែបន្តិចបញ្ចេញធម្មពលទៀតពុតទាំងអស់នោះដួលជាលើកទី2ទី3ម្ដងទៀតតែឃើញបែបនេះពួកគេមានការប្រត់ភ័យបន្តទៀតផងដែរស្របពេលនោះដែរកូនតូចក៏បានទៅហៅម៉ែក៏សប្បាយចិត្តញញឹមមកកាន់កូនទាំងដែលព្រះអង្គនោះក៏នៅតែស្រែកពួកអាក្រក់ហើយគេក៏បានសុំពរពីព្រះសូមអញ្ជើញយើងចូលមកគេកំពុងតែស្រែកបែបនេះស្រាប់តែមានដុំភ្លើងមួយក៏បានហោះចូលមកម្ដងក៏បានចេញនៅលោកតាសាស្ត្រាចារ្យសាក់សពុកមាត់សមីរូផងដែរពួកគេឃើញបែបនេះក៏ថាចាស់ព្រះរាជាតាចាស់ឥឡូវនេះព្រះអង្គបានយើងចូលមកហើយគេក៏បានគោរពទៅកាន់លោកតាម្នាក់នោះតែដែលព្រះអង្គអាក្រក់នេះគេក៏បានទៅនិយាយជាមួយនឹងលោកតាម្នាក់នោះចាស់ព្រះរាជាលោកតាអមតៈនេះបដងជាសត្វដែលរឆានមកពីណានោះទេពួកគេបានខ្លាចម្ល៉េះថាគេជាកូននាគសូមលោកជួយចាត់ការពួកគេឲ្យខ្ញុំផងមានរឿងបែបនោះផងជាកូននាគជាស្ដេចនាគឯណាទៅមួយណាទៅព្រះអង្គនោះគេក៏បានចោទប្រាប់នោះគឺជាក្មេងប្រុសម្នាក់ទូចនោះហើយលើតែបែបនេះលោកតានោះក៏ថាហ៊ានខ្លាចបន្លំគឺជាកូននាគផងព្រះអង្គស្ដេចនាគទ្រង់មិនតរៀបអភិសេកនោះទេហើយមានរឿងអីដែលអាចមានកូនជាមួយនឹងមានកូនកើតឡើងមកបែបនេះបានទៅឯងជាមនុស្សអ្នកដែលហ៊ានមកបោកបញ្ឆោតផងយើងជាមនុស្សអ្នកដែលបាននៅចំណិតចិត្តជាមួយនឹងព្រះអង្គជាងគេរឿងអីដែលយើងមិនដឹងថាស្ថានភាពព្រះអង្គហើយបានរៀបការព្រមទាំងររ៉ាយរបស់ទ្រង់យ៉ាងម៉េចនោះទៅឯងឥឡូវនេះប្រកាសជាត្រូវស្លាប់ហើយឥឡូវនេះយើងនឹងចាត់ការឯងម្ដងដែលគ្នាខ្លាចបន្លំធ្វើជាស្ដេចនាគបែបនេះខូចវងតកលព្រមទាំងពុយពោះស្ដេចនាគរបស់ជាងហើយគេក៏រកចាត់ការព្រះអង្គចាំអតៈសពពីតសៃគេក៏ប្រាប់ចុះសិននេះតែឯងគឺជានរណាទៅឯងគ្រាន់តែជាអ្នករើសសម្រាមនៅក្នុងរាជវាំងនេះតែប៉ុណ្ណោះឯងក៏មកអេងអាងនៅកន្លែងនេះទៅឬតែបែបនេះតាមសសរនោះគេក៏បានចុះមកដើរចិត្តមកឃើញច្បាស់តែម្ដងដៃរបស់ទស្សរីក៏និយាយថានឹងហើយគឺជាគាត់នឹងហើយដែលបានបញ្ជាគេឲ្យចាក់ក្មេងៗនៅក្នុងភូមិជាពិសេសគឺក្មេងស្រីទាំងអស់ចូលទៅក្នុងទឹកដើម្បីប្រកល់ទៅឲ្យស្ដេចនេះធ្វើឲ្យអ្នកភូមិរបស់ជើងមានការគ្រោះថ្នាក់ជាពិសេសគឺក្មេងស្រីទាំងអស់តែម្ដងឬតែបែបនេះព្រះអង្គចអមតៈគេក៏នឹកឆ្ងល់តែម្ដងតែទស្សរីនឹងក៏ឆ្ងល់ដែរថាថាម៉េចគឺជាគាត់នឹងមែនទេដែលបានnokក្មេងៗរួមតែខ្ញុំផងដែរនោះម៉ែតាស្ដេចនេះបានបញ្ជាឲ្យឯងហ្នឹងចាក់ក្មេងស្រីពីកាំងទៅនេះគឺជាបាត់អូក្រិតអាក្រក់អាចឆ្កែកម្រក់ហេតុអីក៏ឯងធ្វើបែបនេះនេះគឺជារឿងមួយដែលធ្វើឲ្យអាប់អើកិត្តិយសទៅដល់ស្ដេចនេះខ្លាំងមែនទែនឯងត្រូវតែទទួលខុសត្រូវរឿងបាត់អូក្រិតទាំងអស់នេះ
ខ្ញុំសុំទៅខ្ញុំខុសហើយឬតែបែបនេះក៏ចារបស់ព្រះអង្គក៏តែគ្រឿងផាំងធ្វើឲ្យព្រះអង្គចាអមតៈរបស់ជើងដួលរបស់ជើងរួមទាំងបែបពពុះមាត់ហើយគេក៏មិននិយាយថាអាចឆ្កាឯនេះហេតុអីក៏មិនហ៊ានជ្រៀតជ្រែកកិច្ចការរបស់បងធំរបស់ជើងទៅឯងសំអាងអីក៏កតងប្រងើកតែបែបនេះម្នាក់ទៀតក៏មកថែមតែក៏ភ្លៀងផិតនេះហើយជាលទ្ធផលដែលឯងចេះដឹងរឿងផ្ដេសផ្ដេឯងសំអាងអីទៅឃើញនៅទស្សនវិជ្ជារបស់គាត់បែបនេះព្រះសសរនោះគាត់ក៏គិតក្នុងចិត្តថានេះប្រហែលជាវិតមុនរបស់គាត់នឹងបានប្រើគ្រប់3ដងអស់ប្រសិទ្ធភាពទៅហើយមើលទៅគាត់ហើយបែបដូចជាសត្វឆ្កែដែលឆានមានរូបដែលត្រូវបានគេវាយស្ទើរងាប់ស្ទើររស់ទៅហើយគាត់បែរដូចជាសប្បាយចិត្តនឹងគាត់ថាគេមិនដែរយកយើងនៅក្នុងកសែភ្នែកមើលឃើញយើងនៅក្នុងកសែភ្នែករបស់គេនោះទេម្ដងនេះទុកឲ្យគេងាប់ទៅចោះងាប់ឲ្យដូចជាសត្វអេរឆានទៅចោះគាត់ហើយគេក៏បានព្រឹកឈរស្របពេលដែលព្រះអង្គនោះក៏ចង់មកនិយាយសូមលោកតាជួយប្រមូលពួកអក្រក់នេះចេញឲ្យបានទៅអានោះក៏បានចាត់សត្វអេរឆានហេតុអីក៏ឯងមិនបង្ហាញខ្លួនឲ្យលឿនមកអ្នកណាជាសត្វអេរឆានគឺតាចាឯងនឹងហើយជាសត្វអេរឆាននោះឯងហ៊ានជាយើងផងចាំមើលជឿនឹងដាក់ទរណកម្មឯងចឹងមើលតទូទៅកុំធ្វើបាបចៅរបស់ខ្ញុំឯងក៏ជាតែបដាchẳngម៉េចលោកគឺជាតែបដាchẳngម៉េចទេសំបីតែមនុស្សលោកក៏លោកមិនគ្មានទ្រព្យពេញទេហើយឥឡូវនេះហ៊ានមកធ្វើបាបគ្មានប្រដៅគឺជាកូនចៅរបស់ស្ដេចនេះបើសិនជាស្ដេចនេះបានរកឃើញនោះទៅលោកប្រកាសជាមិនអាចរួចខ្លួននោះទេតែនាងដឹងថាយើងមានតំណែងអ្វីជាមួយស្ដេចនេះដែរទេលើបែបនេះស្ដេចនោះគេក៏មកជួយនិយាយត្រូវហើយគាត់គឺជាមនុស្សចំណិតដែលមានការពេញចិត្តពីស្ដេចនេះឯងក៏ចេះតែដឹងនិយាយអីតែបដិហើយថ្ងៃក្រោយទៅស្រួលមិនស្រួលគាត់ក៏ជាអ្នកឯកនាំយើងទៅកាន់ឋានវិជញ្ញនៅក្នុងពេលល្អទៅកាន់ស្ដេចនេះបានដែរមែនទេត្រូវហើយបន្តមកគេក៏បានបន្ថែមឲ្យលោកតាសសរនោះជួយគេចាប់ទៅដល់ទូស្រីនិងកូនរបស់គេចោលអត់ទៅពេលនោះដែរគេនឹងផ្ដល់រង្វាន់ឡើងដល់ឯកទៅកាន់តាសសរម្នាក់នោះឬទៅបែបនេះគេក៏ព្រមជួយដោយគេក៏បានយល់ព្រមហើយក៏ចាប់ផ្ដើមបញ្ចេញហិទ្ធិរិទ្ធយើងនឹងសម្លាប់ឯងពេលនោះដែរគេក៏បានបញ្ចេញហិទ្ធិរិទ្ធដល់ខ្លាំងក្លាស្របពេលដែលទូស្រីនិងកូននោះគេបានមានបំរុងដល់ទប់ទល់ផងដែរជាពិសេសគឺរាជបុត្រនេះទូចនោះប៉ុន្តែគ្មានបានជួយអ្វីបាននោះទេតែដែលធម្មពលមួយនេះព្រះអង្គម្ចាស់អមតៈគេបានត្រឹមតែស្រែកនេះគឺជាធម្មពលបំបែកស្អើងនឹងសម្រាប់មនុស្សទេតែគេធ្វើអ្វីមិនបានឡើងនៅឡើយហើយធម្មពលនោះក៏បានជប់ទៅកាន់ទូស្រីប៉ះពាល់ឲ្យគេមកទំហឹងហោះស្ទុយទៅលើមេទៅតែរាជបុត្ររបស់ជើងនៅពេលដែលឃើញម្ដាយរបស់ខ្លួនត្រូវគេធ្វើបែបនេះគេក៏បានបញ្ចេញកំហឹងអស់ពីធម្មពលហោះស្ទុយដើម្បីទៅយកម្ដាយរបស់ខ្លួនចុះមកខាងក្រៅវិញម៉ែបែបនេះគេក៏បានទៅយកម្ដាយរបស់ខ្លួនហោះស្ទុយចូលមកខាងក្រៅវិញនៅពេលដែលចូលមកដល់ក្រៅគេក៏បានប្រមានទៅតាចាស់នោះថាថ្ងៃនេះយើងនឹងសម្លាប់ឯងបំបែកប្រលឹងឯងជា3 4ចំណែកព្រមទាំងឲ្យឯងស្លាប់ដោយគ្មានដីកប់នោះទេនៅពេលដែលគេស្រែកបែបនោះធម្មពលនៅជុំវិញនោះក៏ប្រែទៅជាមេឃងឹតនៅកូនលាន់គ្រុងក្តាំងនៅពេលដែលឃើញទស្សនភាពដ៏ខុសខើនិងខ្លាំងអស្ចារ្យបែបនេះតាសសរគេក៏មានអារម្មណ៍ថាពិតភ័យនិងគិតក្នុងចិត្តថាគេពិតជាមហិទ្ធិឫទ្ធិព្រមទាំងជាអំណាចធម្មពលស្ដេចនេះពិតមែនប៉ុន្តែគេនៅតែមានគំនិតអាក្រក់បន្តទៀតទោះបីជាព្រះអម្ចាស់អមតៈគេជាប្រមាថទៅកាន់ខ្លួនឯងយ៉ាងណាក៏ដោយក៏គេមិនព្រមទទួលនោះដែរតែដោយគាត់បានជឿថាលើនេះឯងជឿហើយឬនៅហេតុអីក៏ឯងនៅតែប្រហើនប្រមាថទៅដល់រាជបុត្រស្ដេចនេះទៀតនេះជើងនឹងតែរាយការណ៍ទៅដល់ម្ចាស់ស្ត្រីដើម្បីដាក់ទោសឯងឲ្យឯងធ្លាក់ទៅឋាននរក5 6ជាន់ឯណោះឯងចាំតែមើលទៅឬតែបែបនេះតាសសរគេមានការភ័យថាម៉េចតាគេគឺពិតជាអធិរាជស្ដេចទីមែនអីទេលោកម្ចាស់ក៏ស្ដាប់ពួកគេអីនាងម្នាក់នេះគ្រាន់តែជាកូនស្រីរបស់ខ្ញុំគឺជាឪពុករបស់នាងហើយនាងមានទម្ងន់ពីកាមិនក៏ខ្ញុំមិនដឹងទៅលោកម្ចាស់ក៏ស្ដាប់ពួកគេនិយាយទៅប្រែឯងជាឪពុករបៀបម៉ែហ៊ាននិយាយថាខ្លួនឯងជាពុកផងគ្រាន់តែជាសត្វដែលរឆានជាជុកជាឆ្កែតែប៉ុណ្ណោះចាំមើលឯងពុកបែបនេះទៅកាន់កូនស្រីរបស់ខ្លួនឯងនឹងទទួលរងផលកម្មរបស់ឯងហើយរងផលកម្មមែនទេឃើញទេខ្លួនឯងតែតែបណ្ដាញទៅស្រីគាត់ក៏បានក្អួតឈាមព្រោះតែការជាចាស់ព្រមទាំងត្រូវបានក្រុមក្នុងដោយសារតែការវាយពួកទាំងអស់នោះនឹងផងដែរនៅពេលដែលឃើញស្ដេចនោះសប្បាយចិត្តបែបនេះព្រះអម្ចាស់អមតៈក៏ស្រែកថោកទាបអញគ្រាន់តែជាអីគ្រាន់តែជាអ្នកនេសាទហើយត្រូវបានសំណាងពីយើងតែប៉ុណ្ណោះអាស្ដេចកំរក់បានសំណាងពីលោកមែនទេគេអត់សារតែយើងខ្លួនឯងទេបើយើងមិនបានយកកូនរបស់យើងទៅទឹកយើងក៏មិនមានថ្ងៃនេះនោះដែរនេះឯងអាក្រក់មែនទេស្របពេលនោះដែរតាសសរនោះក៏ថានេះគឺជាការក្លែបអាឡំធ្វើជាកូននេះមានទោសប្រហារជីវិត500ចំណុចឯណោះថាម៉េចអញ្ចឹងលោកម្ចាស់គួរតែចាត់ការឲ្យសម្រាប់ស្រីបិសាទនេះភ្លាមទៅលើបែបនេះតាសសរនោះក៏ចាប់ផ្ដើមបញ្ចេញវិទ្យារបស់គាត់សម្រាប់ទៅកាន់ទស្រីតែពេលនោះតែក៏បានហៅទៅរបស់ជើងក៏បានទៅប្រយុទ្ធជាមួយនឹងគាត់តទល់តែបន្តិចស្រាប់តែតានោះក៏បញ្ចេញហត្ថលេខាខ្លាំងបន្តិចទៀតហើយក៏បានបណ្ដាលឲ្យរាជបុត្ររបស់ជើងនឹងដួលហើយក្អួតឈាមនៅត្រង់ទីនោះមានរបួសធ្ងន់ធ្ងរតែម្ដងទៅក្រៅពេលដែលមានរបបបែបនេះស្រាប់តែនោះគេក៏សប្បាយចិត្តស្រោចចំអកបន្តទៀតតែឯទស្រីជាមួយនឹងម្ដាយព្រមទាំងរាជបុត្ររបស់ជើងក៏មានរបួសជាពិសេសគឺទស្រីតែម្ដងគឺនាងមានរបួសធ្ងន់ធ្ងរស្លាប់ម្ដងទៅហើយតែឃើញម្ដាយខ្លួនឯងបែបនេះរាជបុត្រនេះទៅរបស់ជើងគេក៏បានទៅវាសម្ដៅម្ដាយម៉ែមិនអីនោះទេម៉ែមិនអីនោះទេម៉ែមិនអីនោះទេណាកូនណាកុំបារម្ភអីម៉ែសុខសប្បាយទេទាំងដែលពេលនោះដែរម្ដាយរបស់ទស្រីក៏ហៅកូនដែរកូនស្រី
ហើយរាជបុត្រនេះរបស់យើងនៅពេលដែលឃើញម្ដាយរបស់ខ្លួនឯងហើយម្ដងទៀតបាទរាជាមិនដឹងខ្លួនព្រោះតានាងបានស្លាប់បន្តទៀតហើយពេលនោះដែរគេពិតជាមានរំថាខឹងក៏បានស្រែកមួយទំហឹងបញ្ចេញនូវធម៌ពលឡើងខ្លះអង្អាចឡើងដល់ឋានពជើងនេះឯណោះស្រាប់តែម្ចាស់ស្ត្រីដែលជាយាយរបស់រាជបុត្រនេះរបស់យើងគេឃើញបែបនេះក៏រៀងឆ្ងល់តែមានរឿងអីកើតឡើងទៅតែចារបស់យើងគេមានរឿងអីកើតឡើងនៅខាងក្រោមទៅមានរំថាផិតភ័យតក់កុហលខ្លាំងមែនទែនហើយគាត់ក៏បានបញ្ជាឲ្យកូនចៅពេញកម្លាំងចាប់ចុះទៅមើលតើមានរឿងអីកើតឡើងស្របពេលទីប្រុសនេះកំពុងតែស្វែងរកកូននិងប្រពន្ធពេលនោះដែរគេក៏បានឃើញនៅទស្សនវិជ្ជារបស់នេះគេក៏ស្រែកប្រុសហ៊ឿនហ៊ានធ្វើបាបកូននិងប្រពន្ធរបស់យើងផងហើយគេក៏បានហត់ស្ទុយចូលទៅក្នុងកន្លែងនោះទៅគ្រប់គ្នាបានឃើញបែបនេះមានអារម្មណ៍ថាផិតភ័យបន្តទៀតដែលឃើញពាក្យយ៉ាងធំក៏បានហត់ចូលទៅក្នុងកន្លែងរបស់គេហើយនៅពេលចូលទៅដល់គេក៏បានលើកប្រពន្ធរបស់គេមកឡើងលើហើយក៏បានត្រកងអោបឆ្ងល់ខ្លាំងមែនទែនហើយដែលបានជានាងស្លាប់នឹងក្នុងបែបនេះហើយពួកអក្រក់ទាំងអស់នោះនៅពេលដែលក៏លេចឃើញទៅកាន់ទៅប្រុសមានការព្យាបាលជាពិសេសគឺតាសសរម្នាក់នោះព្រះអង្គម្ចាស់ដូចនេះស្របពេលដែរព្រះអង្គម្ចាស់អមតៈនេះគេក៏មកថ្វាយបង្គំព្រះអង្គស្របពេលដែរទោះស្រីនេះវិញនាងក៏បានដឹងខ្លួនបាក់ព្រៀងសុំស្រឡាញ់ទៅកាន់ទៅប្រុសគឺជាលោកតែជាលោកមែនឥឡូវលោកមកហើយគេក៏បាននិយាយទៅកាន់ទោះស្រីសុំទៅផងដែលបងបានជឿដែលបានធ្វើឲ្យពួកគេធ្វើបាបទៅកាន់អូនបងមកទីនេះគឺដើម្បីឲ្យពួកគេសងនៅអ្វីគ្រប់យ៉ាងទាំងអស់ឬបែបនេះតាសសរនេះគេមកថ្វាយបង្គំទុំគុំខុសហើយទុំគុំសុំទៅផងទាំងដែលព្រះអង្គនោះគេក៏បាននិយាយថាតាមពិតនេះគឺជាស្ដេចនេះហើយនេះក៏ពិតជាកូនអ្នកមែនទេតែដែលបងប្អូនពីរអ្នករបស់គេក៏និយាយថាវាគឺជាការពិតហើយឯក៏ស្រីក្រមអ្នកនេះគេអាចទៅមានកូនជាមួយនឹងស្ដេចនេះបានទៅចាំមានន័យថានេះគឺជាកូនរបស់គេនោះទៅនេះគឺជារឿងពិតមែនទេវាមិនអាចទៅរួចនោះទេពិតជាមិនគួរឲ្យជឿសោះទេពេលនោះដែរទៅប្រុសក៏បាននិយាយទៅកាន់កូនប្រុសយើងគឺជាឪពុករបស់ឯងកូនប្រុសក៏មើលមកទៅកាន់ឪពុកភ្លឺស្រាប់ពេលដែរលើតែទៅប្រុសនិយាយថានេះជាកូនប្រុសនេះគឺជាឪពុកប្រកបបែបនេះស្ដេចនោះក៏ជង្គង់វាជាការពិតចាប់ហើយប្រុសនេះមិនរស់នោះទេបងអូនពីរនាក់ទៀតក៏ថាចាប់ហើយជីវិតរបស់យើងពេលនេះយើងចាប់ហើយចាប់ជាមិនខាននោះឡើយតួប្រុសនោះវិញគេក៏ថាឯងហ៊ានធ្វើបាបប្រពន្ធនឹងកូនរបស់យើងប្រុសនេះត្រូវតែស្លាប់គេក៏បានបញ្ចេញវីតាមីនទៅកាន់ពួកទាំងអស់នោះឲ្យបានប៉ាងខ្សែនឹងខ្លួនអូនជាងគ្រប់គ្នាទៅពួកគេក៏បានផ្លាក់ផ្លែក៏បានមកលើជង្គង់ថ្វាយបង្គំស្ដេចនេះសូមឲ្យលើកលែងតឲ្យទូបង្គំផងពីម្នាក់ទៅម្នាក់ដល់នាងញ័រគ្រប់គ្នាបែបនេះតែដល់ពេលនោះដែរទៅប្រុសក៏បានស្រែកសួរណាដែលបានសម្រាប់នឹងធ្វើឲ្យប្រពន្ធកូនរបស់យើងតាមទូព្រះអង្គគឺថាបែបនេះទស្សនវិជ្ជាវិញក៏បានគត់ជាមហើយគេគប់ស្រាប់ពេលឯកូនហើយនឹងម្ដាយនោះវិញឃើញម្ដាយរបស់ខ្លួនមានទរភាពបែបនេះស្រាប់បាត់ហ្នឹងពួកគេក៏ចាប់ផ្ដើមស្លាប់ពីម្នាក់ទៅម្នាក់គ្រប់គ្នាតែម្ដងទៅទាំងទស្សរីជាមួយនឹងកូនរួមទាំងម្ដាយនោះក៏បានស្លាប់ឃើញឱកាសល្អបែបនេះស្ដេចអាក្រក់នោះគេសម្រាប់ឃើញនឹងគិតថាពួកគេបានស្លាប់អត់ទៅហើយអញ្ចឹងម្ដងនេះគ្មានផុសតាអ្វីទៀតនោះទេគេក៏បានវាទៅសម្ដៅស្ដេចនេះពេលដែរស្ដេចនោះគេក៏បានមកយំសោកទៅកាន់ព្រះអង្គដែលគេបាននិយាយថាប្រពន្ធសម្លាញ់កូនស្រីសម្លាញ់ចាស់សម្លាញ់ហើយបានចេះទាំងអស់គ្នានឹងចាក់ចោលខ្ញុំអញ្ចឹងហើយអីក៏ទាំងអស់គ្នាអាយុខ្លីបែបនេះគេបានយំសោកស្ដាយសំណោកទៅកាន់ពួកគេទាំង3នាក់ដែលបានស្លាប់បាត់នោះទៅតែដែលឃើញបែបនេះទូប្រុសក៏បានសួរតើលោកគឺជានរណាក្រែបទូព្រះអង្គទូលបង្គំគេជាឪពុករបស់កូនស្រីរបស់ទូបង្គំហើយក៏ត្រូវជាជីតារបស់កូនអ្នកនេះមួយដែរហើយរួមសងមកខ្ញុំគឺជាឪពុកក្មេងរបស់ព្រះអង្គនឹងនេះជើងកាត់លោកនេះរស់នៅជិតរាប់រយឆ្នាំហើយមិនដែលឃើញមនុស្សថោកទាបនិងគ្មានកាយគ្មានរយអញទេក្រែបទូព្រះអង្គកូនស្រីជីងឡើងរបស់ខ្ញុំត្រូវបានគេធ្វើបាបយ៉ាងវេទនានេះអញនិយាយស្អីហ្នឹងបាត់ភ្លាមគឺគេព្រះអង្គគេអាងអំណាចខ្លួនឯងមានវេទមន្តក៏បានធ្វើបាបទៅដល់ចៅប្រុសរបស់ទូបង្គំបើសិនជាចៅប្រុសរបស់ទូបង្គំមានរឿងអីកើតឡើងតើឲ្យទូបង្គំធ្វើយ៉ាងម៉េចទៅសូមព្រះអង្គយុត្តិធម៌ឲ្យទូបង្គំផងទូបង្គំពិតជាគ្មានការដោះស្រាយបាននោះទេក្រាបទូលព្រះអង្គគឺជាគេព្រះអង្គគេដែលសារតែគេអាងវេទមន្តហើយក៏បានធ្វើបាបទៅកាន់ព្រះអង្គមួយរូបនេះហើយព្រមទាំងធ្វើបាបទៅកាន់ចៅប្រុសរបស់គេផងដែរណាព្រះអង្គនេះព្រះអង្គម្ចាស់អមតៈគឺខឹងឡើងក្តៅក្រហមមុខហើយម្ដងស្រាប់ពេលដែលទូប្រុសក៏សួរម្ចាស់ទលេតើរឿងនេះជាការពិតដែរឬទេក្រាបទូលព្រះអង្គរឿងនេះមិនមែនជាការពិតនោះទេដូចជាអ្វីដែលពួកគេបាននិយាយនោះទេឯនិយាយកុហកលោកគឺជាព្រះដែលមានប្រយោជន៍ចង់បានតែផលប្រយោជន៍ហ៊ានធ្វើបាបប្រពន្ធព្រមទាំងចៅប្រុសរបស់ខ្ញុំឯងពិតជាមនុស្សម្នាក់ដែលលោភលន់និងអាក្រក់ខ្លាំងណាស់នេះឯងត្រូវឲ្យព្រះអង្គអើយគេជាមនុស្សម្នាក់ដែលមានកម្លាំងធម៌ពលអស្ចារ្យឥឡូវនេះសូម្បីតែទូបង្គំក៏ធ្វើចិត្តមិនបាននោះដែរទូបង្គំមានការជឿចាប់ខ្លាំងមែនទែនពួកគេក៏បានសហការគ្នាសម្ដែងធ្វើឲ្យព្រះអម្ចាស់អមតៈរបស់ជាងខឹងឡើងមុខក្រហមបន្តទៀតហើយស្របពេលដែលស្ដេចនោះក៏ថាស្ដេចនេះបើសិនជាទ្រង់មិនជឿទេអាចសួរពួកគេនៅទីនេះបាន
ពេលនោះគេក៏បានងាកទៅសញ្ញោកូនចៅឲ្យមកជួយនិយាយហើយពេលនោះដែរបងប្អូនរបស់គេមកក្រាបថ្វាយបង្គំទូលកុហកចាត់ប្រកាន់ទៅព្រះអង្គម្ចាស់អមតៈរបស់យើងទាំងអស់គ្នាថាគឺគេអាងអំណាចព្រមទាំងបានធ្វើបាបទៅកាន់កូននាគហើយព្រមទាំងពួកយើងទាំងអស់នេះផងដែរគេនិយាយបែបនេះហើយសញ្ញោគ្នាទាំងកូនចៅផ្សេងៗនៅទីនោះធ្វើឲ្យព្រះអង្គម្ចាស់អមតៈរបស់យើងនឹងរកតវ៉ានិយាយអ្វីមិនចេញនោះឡើយហើយពួកគេទាំងអស់នោះគេនិយាយស្រោះគ្នាតែម្ដងថាអ្វីដែលព្រះអង្គបានមានបន្ទូលគឺជារឿងពិតស្រាប់ពេលនោះដែរស្ដេចនាងក៏ខឹងហើយក៏បានស្នើឲ្យទៅព្រះអង្គម្ចាស់អមតៈរបស់យើងថាយើងនឹងចិញ្ច្រាំឯងកុំតែចាំឯងទៅជាភេទដែលឯងហ៊ានធ្វើបាបប្រពន្ធរបស់យើងឮតបែបនេះព្រះម្ចាស់អមតៈកំសត់របស់យើងក៏យំក៏មិនចេញនិយាយបកស្រាយអ្វីក៏មិនចេញដោយសារតែខ្លួនឯងមានតែម្នាក់ស្រាប់ពេលដែលស្ដេចនោះនៅតែបន្ថែមរបស់ថាហេតុអីក៏ប្រកែកហេតុអីក៏បែបនេះឥឡូវនេះចៅរបស់យើងកូនរបស់យើងអត់ស្លាប់នៅចំពោះមុខឯងទៅហើយឯងនៅតែប្រកែកទៀតស្រាប់ពេលដែលទូប្រុសនៅប្រមានទៅដល់ព្រះអម្ចាស់កំសត់របស់យើងបន្តទៀតថ្ងៃនឹងចិនច្រាំនឹងរហូតទៅសែងនេះរបស់គេហើយបញ្ចេញពីទំនុកបន្តិចគេក៏បានប្រកែកហើយក៏ថាមិនមែនជាទុំគុំទេគឺជាពួកគេទាំងអស់នេះបានជាធ្វើឲ្យអ្នកនាងព្រមទាំងបុត្រាតូចមានរបួសគេក៏បានឆ្អល់ពួកទាំងអស់នោះស្ដេចប្រុសរបស់យើងក៏សួរឯងមានផោះតាំងទេទុំគុំគ្មានទេស្ដេចនោះក៏ថាទេគេគ្មានទេអញ្ចឹងហើយគេជាទីកកយើងនឹងសម្លាប់ឯងស្លាប់ទៅទាំងដែរទេរកសម្រាប់ទៅដល់ពេលនោះស្រាប់តែទូស្រីក៏ភ្ញាក់ព្រះម្ចាស់បានដឹងខ្លួនហើយព្រះអង្គពេលនោះដែរទូស្រីក៏ភ្ញាក់ធ្វើឲ្យស្ដេចនោះក៏លុតជង្គង់អស់ជំរឹះតែម្ដងហើយបានបែបនេះព្រះម្ចាស់បន្តក៏ថាព្រះនាងជួយប្រាប់ថាតើអ្នកជាអ្នកធ្វើបាបព្រះនាងតែពួកអាក្រក់នេះក៏សញ្ញោគ្នាទៅវិញទៅមកពេលនោះដែរទូស្រីក៏បានប្រាប់ការពិតទាំងអស់ទៅកាន់ទូប្រុសទៅថាតាមពិតទៅអ្នកដែលបានធ្វើបាបហើយជាមនុស្សអ្នកដែលសាហាវខុសខើនោះគឺថានាងរត់ឆ្អល់ទៅកាន់ស្ដេចដែលជាឪពុកអាក្រក់បែបនោះស្រាប់តែគេក៏បានបញ្ចប់ដៃនាងជាប់កូនស្រីពុកគឺជាមនុស្សម្នាក់ដែលមិនបានការដែលបានធ្វើឲ្យកូនរងទុក្ខបែបនេះពុកគឺមានការដឹងខុសបែបនេះហើយគេបានទៅចាប់ទូស្រីតែដែលទូស្រីនោះវិញទាំងក៏ផិតភ័យព្យាយាមដកដៃចេញតែឪនោះក៏នៅតែនិយាយហើយទៅចាប់ដៃនាងម្ដងហើយម្ដងទៀតហើយក៏បាននិយាយទាំងតបថាឲ្យពុកជួយចំនួនទៅកូនស្រីពុកមានការជិះចាប់ផ្លឹងអ្នកដែលឃើញកូនរងទុកបែបនេះគេបែរទៅជាចាប់ឯទូស្រីធ្វើឲ្យនាងរត់ជ័យពេញចេញហើយកំឡុងពេលដែលគេចាប់នឹងគឺបានធ្វើឲ្យទូស្រីនឹងផាត់ភ័យហើយក៏ស្លាប់បន្តទៀតទៅហើយបានឱកាសល្អបែបនេះគេក៏បានងើបឈរផ្លែតហើយធ្វើទីខឹងទៅកាន់ព្រះអម្ចាស់អមតៈឯងហ៊ាននិយាយរឿងមិនពិតផងឯងត្រូវតែយើងនឹងត្រូវតែសងសឹកទៅកាន់ឯងគេក៏បានឆ្អល់មកទៅកាន់ព្រះអម្ចាស់អមតៈយើងក៏ប្រកែកតែតាសសក៏មិនជួយស្ដីឲ្យឯងជាកិត្តករសម្រាប់ម្ចាស់ស្ត្រីត្រូវតែសងជីវិតត្រូវតែសងសឹកហើយកូនចៅគ្នារបស់គេផ្សេងក៏ក្រោកមកឆ្អល់មកទៅកាន់ព្រះអម្ចាស់អមតៈរបស់យើងគ្រប់គ្នាតែម្ដងហើយពេលនោះដែរគេក៏ប្រកែកក្រោកឈរគឺវិកវិយុទ្ធសិលបែរទៅជាមិនមានធម៌ពលអ្វីបន្តិចនោះឡើយដោយសារតែឃើញទស្សនវិជ្ជាបែបនេះគេធ្វើអ្វីមិនកើតស្របពេលនោះដែរស្រាប់តែពួកទាំងអស់នោះគេក៏បានមកឡំពាត់វាយទៅកាន់ព្រះអម្ចាស់អមតៈរបស់ជើងគ្រប់គ្នាតែម្ដងហើយស្របពេលដែរទូប្រុសនេះវិញក៏កំពុងតែព្យាបាលទៅកាន់ទូស្រីហើយជាមួយនឹងកូនប្រុសរបស់គេខណៈពេលដែរព្រះអម្ចាស់អមតៈរបស់ជើងត្រូវគេវាយទាត់ធាក់ឡើងច្រើនកកចំរងគ្រប់គ្នាទាំងរកបកាយអ្វីមិនបាននោះទេដោយសារតែសក្តិសិទ្ធិសំខាន់អលីនីកំពុងតែស្លាប់បាត់ទៅហើយខណៈពេលទូប្រុសនេះវិញកំពុងតែខឹងទៅកាន់គេនៅពេលដែលព្យាបាលហើយគេក៏បាននិយាយថាពួកគេគឺពិតជាមានរបួសដោយសារតែវីតាមីនអមតៈមែនស្របពេលដែរព្រះអម្ចាស់អមតៈរបស់ជើងគឺស្ទើរតែស្លាប់រស់ទៅហើយតែដែលពួកអាក្រក់នេះវិញគេពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលដែរទង្វើរបស់គេនឹងទទួលបានជោគជ័យបែបនេះហើយគេសប្បាយចិត្តប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់ទេគេនៅតែចូលទៅរើរឿងទៅដល់ព្រះអង្គម្ចាស់អមតៈរបស់ជើងចាប់ក្របួយកមកហើយក៏បាននិយាយជំរាបថាឥឡូវសារភាពអត់ព្រមសារភាពថាឯងជាអ្នកធ្វើដែរឬទេតែគេនៅតែប្រកែកពេលនោះដែរអាស្ដេចអាក្រក់ក៏បានបោកប្រាស់គេទៅហើយក៏បានបញ្ជាឲ្យបងប្អូនកូនចៅរបស់គេនឹងទៅច្រាំធាក់ទាត់ធាក់ម្នាក់ហើយម្នាក់ទៀតដោយសារតែពួកគេធ្វើបាបច្រើនគ្នាបែបនេះគាត់អត់ត្រឹមបានក៏បាននិយាយថាយើងសារភាពបើមិនសារភាពនោះទេប្រកាសជាស្លាប់ហើយយើងសុខចិត្តឲ្យព្រោះជីវិតសិននៅពេលនោះដែរគេក៏បានសារភាពថាព្រះអង្គទូបង្គំបែបនេះគាត់ក៏បានគិតខ្លួនគិតថាតែយើងគួរតែធ្វើយ៉ាងម៉េចទៅឥឡូវនេះស័ក្តិសិទ្ធិសំខាន់ពួកគាត់ទាំង3នាក់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយចឹងយើងគួរតែធ្វើយ៉ាងនេះឆ្លើយសារភាពដើម្បីឲ្យមានជីវិតសិនទៅចឹងគិតខ្លាំងទៀតហើយគាត់ក៏ព្រមសារភាពតែដែលខ្លួនឯងមិនបានប្រព្រឹត្តទៅតាមព្រោះប្រោះទៅស្រស់ពេលដែលទូប្រុសឯនេះវិញគេក៏បានដាក់ប្រពន្ធចោះហើយគេមានការខឹងសម្បាទៅកាន់ព្រះអម្ចាស់អមតៈដែលជួយសម្ដែងទៅកាន់មនុស្សអាក្រក់ទាំងអស់នោះហើយគេក៏បានស្ដីឲ្យថាមិនក៏ឯងហ៊ានធ្វើបាបប្រពន្ធនិងកូនរបស់ជើងមកជារៀបទាំង9គេក៏ប្រកាសព្រះអង្គទេកុំទូបង្គំបានធ្វើនោះទេស្របពេលដែលមនុស្សអាក្រក់នេះវិញគេមានការសប្បាយចិត្តងក់ញាក់មកភ្នែកទៅវិញទៅមកស្របពេលដែលព្រះអង្គម្ចាស់អមតៈនៅតែប្រកាសស្ដេចនាគក៏នៅតែសង្ស័យមិនប្រស្ដាប់សម្ដីរបស់គាត់នោះទេគេក៏បាននៅតែចង់សម្រាប់ស្ដេចនាគប៉ុន្តែស្របពេលនោះដែរក៏នាគទៅរបស់ជើងក៏ប្រេះដៃព្រះអង្គម្ចាស់អមតៈក៏ថាព្រះអង្គមើលទៅបុត្រាតូចគេបានដឹកខ្លួនទៅហើយ
គេក៏បានងាកទៅរកកូនហើយក៏ចាប់ផ្ដើមជាបានទៅកាន់កូនតូចរបស់គេដើម្បីឲ្យគេបានដឹកខ្លួនមកវិញហើយស្របពេលដែលព្រះអង្គម្ចាស់អមតៈបានជឿព្យាយាមវាទៅកាន់ព្រះអង្គម្ចាស់តូចដែលរៀបនឹងខ្លួនពួកអក្រក់នេះវិញគឺមានការផិតភ័យយ៉ាងខ្លាំងគេក៏ថាវិវត្តហើយបើសិនជាគេដឹងខ្លួននោះតើយើងគួរតែធ្វើយ៉ាងម៉េចទៅស្របពេលដែរស្ដេចនាគព្យាបាលបុត្ររបស់ខ្លួនទាំងដែរយកចិត្តទុកដាក់ខ្លាំងមែនទែនហើយធម្មពលរបស់គេនោះតែក្រោយមកក៏បានធ្វើឲ្យបុត្រតូចរបស់រឿងនៅតែស្លាប់មិនទាន់ដឹងខ្លួននោះទេស្របពេលដែលឃើញបែបនេះតួប្រុសគឺមានការខឹងសម្បាតែម្ដងតាមដែរព្រះអង្គម្ចាស់អមតៈប្រកែកថាចាប់ហើយបើសិនជាបុត្រទុញបាត់នៅខ្លួនគ្មានអ្នកបច្ចេកវិទ្យាស្អាតស្អំនោះឡើយប៉ុន្តែពួកអក្រក់នេះវិញគេមានអារម្មណ៍ថាសប្បាយរីកតែម្ដងដែលមហិទ្ធិរបស់គេមិនអាចព្យាបាលទៅកាន់កូនឲ្យបានដឹងខ្លួនហើយគេបែរទៅជាខឹងថាបុត្រនឹងប្រពន្ធរបស់ជើងរត់របស់តែយុទ្ធសាស្ត្ររបស់ឯងបើមិនមែនជាឯងតែជាអ្នកណាទេមិនមែនទូបង្គំទេគឺពួកវាទាំងអស់នោះគឺគេមានយុទ្ធសាស្ត្រដែលអាចសម្លាប់ទៅដល់ព្រះនាងជាមួយនឹងបុត្រតូចតែគេប្រកែកពួកយើងហេតុអីក៏ត្រូវបានគេចាប់ប្រកាន់បែបនេះបើយើងមានយុទ្ធសាស្ត្រប៉ុន្តែទូបង្គំមានយុទ្ធសាស្ត្រតិចតួចតែប៉ុណ្ណោះគាត់ជាមនុស្សម្នាក់ដែលមានអំណាចនិងមានយុទ្ធសាស្ត្រខ្លាំងក្លាជាងទូបង្គំមានរឿងអីដែលទូបង្គំអាចធ្វើទៅនេះឯងត្រូវហើយគឺពួកគេទាំងអស់នោះត្រូវបានរងទុក្ខដោយសារតែបរិបម្នាក់នេះកូនចៅបងប្អូនទាំងអស់នោះក៏ថាត្រូវហើយពួកគេជាតកគេគឺជាតកសម្រាប់ទៅព្រះអង្គហើយគេក៏នាំនាងស្រីទៅខ្ទាបបំណងតែម្ដងហើយរំពេចនោះដែរព្រះអង្គម្ចាស់អមតៈបានត្រឹមតែខឹងប្រកែកជាមួយនឹងមនុស្សច្រើនមិនបាននោះឡើយដោយសារតែខ្លួនឯងមានតែមួយរូបតែប៉ុណ្ណោះតែស្របពេលនោះដែរលើសំឡេងរបស់ម្ចាស់ស្ត្រីខាងលើអ្នកនេះហ៊ានធ្វើបាបចៅរបស់ជើងគាត់បានស្រែកពីខាងលើមកធ្វើឲ្យពួកទាំងអស់នោះមានការភ្ញាក់ផ្អើលតែម្ដងហើយបន្ទាប់ពីស្រែកហើយទ្រង់ក៏បាននាំបរិវារទាំងអស់ចូលទៅក្នុងសំណាក់នោះទៅចូលទៅដល់ពួកគេទាំងអស់នោះបន្ទាប់ពីឃើញបែបនេះក៏បានគោរពទៅកាន់មេដាយស្ដេចនេះទូលគុំសូមគោរពទាំងបរិវារទាំងអស់នោះទាំងស្ដេចនិងពួកអក្រក់ពួកល្អទាំងអស់នោះផងដែរស្របពេលដែរទូប្រុសនេះវិញឈរថ្មើហើយមេដាយក៏មកសួរបត់តាក់ឯណាចៅទៅគេក៏បានងាកទៅឃើញថាចៅប្រុសសម្លាញ់ចិត្តហេតុអីបានជាអញ្ចឹងហេតុអីបានជាចៅមានរបួសបែបនេះទៅហើយស្របពេលដែលឃើញថាមេដានេះចុះមកបែបនេះពួកអាក្រក់នោះវិញគេក៏បានសឹកសៀវចាប់ឲ្យម្ដងនេះដល់ថ្នាក់ម្ចាស់ស្ត្រីចុះមកហើយបើសិនជាស៊ើបដឹងតើពួកយើងគួរធ្វើយ៉ាងម៉េចទៅពួកគេក៏បានសឹកសៀវរកផែនការបន្តទៀតស្របពេលដែរមេដានេះក៏សួរតើនរណាដែលបានធ្វើបាបចៅប្រុសរបស់យើងលើបែបនេះពួកអាក្រក់នោះជាពិសេសគឺតាថាសក៏បានតែចាប់ប្រកាន់ព្រះមេដានេះគឺជាគេបានសម្លាប់ទៅដល់រាជបុត្រីប្រាំទាំងពួកអម្ចាស់ស្ត្រីមានរបួសគឺជាគេតែទុំគុំមិនចេះធ្វើនោះទេពួកគេកំពុងតែចាប់ប្រកាន់មកតាំងទុំគុំហើយតែដែលពួកនោះរួមដៃគ្នាព្រួតទៅកាន់ព្រះអម្ចាស់អមតៈដែលមានខ្លួនមួយតែប៉ុណ្ណោះតែដែលត្រង់លើហើយជើងនឹងសម្លាប់ឯងអាចកែកម្រក់ហេតុអីក៏ឯងធ្វើបែបនេះក៏សេនាមកចាប់គេភ្លាមទៅស្របពេលនោះតែព្រះមេដានេះរបស់ជើងក៏បានចេញហិទ្ធិរិទ្ធរកសម្រាប់តែកាន់ព្រះអម្ចាស់អមតៈយើងទៀតធ្វើឲ្យពួកអក្រក់នោះសំចិត្តជាលើកទីប្រមាណហើយនោះទេហើយគេរំពឹងថាម្ដងនេះពួកគេងាប់ហើយស្របពេលដែលមេដានេះរកចាត់ការស្រាប់តែរាជបុត្រាតូចរបស់ជើងក្រោកផ្លែតស្រែកថាអ្នកណាហ៊ានសម្លាប់គាត់ខ្ញុំនឹងសម្លាប់គេលើតែបែបនេះពួកទាំងអស់នោះមានការភ្ញាក់ផ្អើលហាតែព្រះអង្គម្ចាស់តូចក៏ថារាជបុត្រតូចនឹងខ្លួនហើយអាចបច្ចេកវិភាគបរិសុទ្ធឲ្យទុំគុំហើយស្របតែដែលមេដានេះក៏ថាចៅប្រុសចៅសម្លាញ់តែពីអ្នកអាក្រក់នេះវិញក៏ប៉ុន្តែសិស្សគ្នារកវិធីសាស្ត្រដោះស្រាយបន្តទៀតហើយគិតថាគួរតែធ្វើយ៉ាងម៉េចទៅហើយគួរតែរត់ឬយ៉ាងណាគេក៏បានប្រមូលគ្នាតោះយើងឆាប់រត់ទៅស្របពេលដែលតួប្រុសក៏សួរទៅកាន់បតតើអ្នកណាដែលបានធ្វើបាបកូនជាមួយនឹងមេដាទៅពេលដូចដែរបតត្រាស់ទៅរបស់ជើងក៏ងាកទៅកាន់ពួកអក្រក់នោះស្របពេលដែរតួប្រុសក៏ថាហេតុអីបានជាបតមើលពួកគេតើពួកគេជាអ្នកធ្វើបាបបតមែនទេស្របពេលដែលរាជបុត្ររបស់ជើងសម្លឹងទៅកាន់លោកតាម្នាក់នោះឃើញគេស្ដុតទឹកនោមហើយក៏បានជិះចេះបែបនេះទ្រង់ក៏ស្លាប់ទៅវិញទៅហើយធ្វើឲ្យពួកទាំងអស់នោះកំពុងតែភ័យប្រាសជាសប្បាយចិត្តហើយស្របពេលព្រះម្ចាស់អន្តររបស់ជើងគឺហួសចិត្តបន្តទៀតប៉ុន្តែពួកអក្រក់នោះវិញគេសប្បាយចិត្តតែម្ដងថាម្ដងនេះព្រះគឺពិតជាមើលឃើញនឹងជួយខ្ញុំមែនហើយគេសប្បាយចិត្តទៅវិញទៅមកបែបនេះខ្សឹកខ្សៀវកណនោះដែរគេក៏សប្បាយចិត្តថាម្ដងនេះព្រះគឺពិតជាជួយឲ្យគណៈពេលដែរមេដាអ្នកនេះគេកំពុងតែហៅចៅប្រុសចៅសម្លាញ់ប៉ុន្តែស្ដេចនោះគេបានជានិយាយថាអីចាចៅនេះរបស់ជើងទើបតែកើតឥឡូវនេះត្រូវបានសត្វអតីតចានមួយនេះធ្វើបាបនឹងវាយគេយ៉ាងនេះម្ដងនេះយើងនឹងសម្លាប់ឯងគេក៏បានទៅវាយព្រះម្ចាស់អមតៈរបស់ជើងគណៈពេលដែលតាសសជាមួយនោះគេក៏សប្បាយចិត្តមែនតែនទាំងដែរម្ចាស់ស្ត្រីនេះក៏នៅថាយើងនឹងសម្លាប់ឯងឲ្យសត្វអតីតចានប៉ុន្តែស្របពេលនោះដែរទៅប្រុសក៏ហាមឃាត់គេក៏សួរបត់តើមានការអីទៅគេបានធ្វើបាបចៅរបស់ជើងហើយទៅប្រុសក៏ថាយើងសួរបន្តិចទៀតសិនហើយមេដាក៏តែយកពេលនេះដើម្បីទៅព្យាបាលទៅកាន់ម្ចាស់ស្ត្រីទៅហើយព្យាបាលជាមួយនឹងបុត្រទៅកុំចេះជេរកម្លាំងធម្មពលអត់ប្រយោជន៍អីលើតែបែបនេះមេដាក៏ថាត្រូវហើយមេដាភ្លេចអញ្ចឹងឥឡូវនេះយើងឆាប់ទៅរកនៅថ្នាំទឹកដ៏ល្អដើម្បីមកព្យាបាលដែរនៅក្នុងឋានបែបនេះគេក៏បានផ្អាក
តែដែលទូប្រុសក៏បានសញ្ញោហើយនៅពេលនោះដែរគាត់ក៏បាននឹកឃើញហើយក៏បង្វែរថាចាំមេដាទៅយកទឹកមហិទ្ធិឫទ្ធិដែលមាននៅឋានលើទៅសុំម្ចាស់ស្ត្រីដើម្បីឲ្យមកព្យាបាលទៅដល់កូនប្រសាទរបស់ជើងពេលនោះដែរគាត់ក៏បានចេញវិជាឲ្យកូនសេនាដើម្បីទៅយកទឹកទាំងសាមមកព្យាបាលដល់កូននាគមួយនឹងទោះស្រីផងដែរគេក៏បានទទួលបញ្ជាស្របពេលដែលពួកអក្រក់នេះសឹកសៀវទឹកឃ្មុំនោះគឺមានមហិទ្ធិឫទ្ធិអស្ចារ្យបែបនោះផងគេក៏ថាត្រូវហើយវាជាទឹកមួយដែលអាចធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញបានលើតែបែបនេះគេក៏មានអារម្មណ៍ថាផិតភ័យរកវិធីសាស្ត្រដើម្បីសម្លាប់ទៅកាន់ទោះស្រីជាមួយនឹងបុត្រាបុត្រីរបស់គេឲ្យស្លាប់បាត់បង់ជីវិតបន្តទៀតនោះដែរគេក៏បានរកវិធីសាស្ត្រចូលឡើងចុះបែបនេះគេក៏បានរកនឹកឃើញថាសូមម្ចាស់ស្ត្រីដើម្បីឡើងទៅជួបជាមួយនឹងម្ចាស់កុងគាហើយនៅពេលនោះដែរគេក៏បានអង្គុយចុះជួបជង្គង់រៀបរាប់ចំពោះមុខម្ចាស់ស្ត្រីនេះហើយសូមទៅឋានលើហើយនៅពេលដែលឮបែបនេះគាត់ជាមួយនឹងទូប្រុសក៏បានសញ្ញោគ្នាទៅវិញទៅមកហើយក៏បានយល់ព្រមថាល្អលើនេះហើយគាត់ក៏បានដកស្លៀកសក់មួយប្រកល់ទៅអន្តរសក្តិនោះដើម្បីឲ្យគេទទួលបញ្ជាទៅរកទឹកទន្សាមកព្យាបាលនិងព្យាបាលជំងឺទៅដល់បុត្រាបុត្រីរបស់គេនៅពេលដែលបានទទួលគេប្រងចាក់ចេញទៅប៉ុន្តែព្រះអង្គម្ចាស់អមតៈរបស់ជើងគេហាមឃាត់ទេកុំឲ្យគេទៅអីម្ចាស់ស្ត្រីគេគឺជាកិត្តករជាអ្នកដែលបានធ្វើឲ្យបុត្រាតូចជាមួយនឹងម្ចាស់ស្ត្រីមានរបួសចឹងកុំឲ្យគេទៅអីគេគឺជាកិត្តករដែលលើបែបនេះទូប្រុសជាមួយនឹងមេដាតាមពិតទៅគាត់កំពុងតែមានការសង្ស័យទៅក្រុមពួកអនុផងដែរដោយសារតែពួកនោះកំពុងតែព្យាយាមបំបិទមាត់ព្រះអង្គម្ចាស់អមតៈរបស់ជើងម្ដងហើយម្ដងទៀតប៉ុន្តែទូប្រុសវិញគេក៏ថាបញ្ញាប់ឆាក់ចេញទៅហើយក្រោយពីពួកគេចេញទៅបាត់សម្រាប់ព្រះអង្គឯនោះវិញគេមានអារម្មណ៍ថាទ្រូស្បាយប៉ុន្តែនេះហើយវាជាគម្រោងរបស់ទូប្រុសជាមួយនឹងមេដារបស់គេតែប៉ុណ្ណោះក្រោយពីនោះមកក៏បានសញ្ញោគ្នាទៀតមេដាក៏ចាប់ផ្ដើមនិយាយថាបងអណ្ដាកឯម្នេះភ្លាមពេលនោះដែរគាត់ក៏បានសឹកសៀវតែអណ្ដាកទៅនៅពេលខ្សឹបហើយអណ្ដាកនឹងក៏បានបញ្ញាប់ញ៉ាទៅឋានលើគណៈពេលដែរមេដានេះក៏បានជាជាមួយនឹងបុតឥឡូវនេះយើងឆាប់ចូលម្ចាស់ស្ត្រីជាមួយនឹងបុត្រានេះរបស់ជើងទៅឋានប្រជុំនេះទៅហើយគេក៏បានយល់ព្រមបែបនេះប៉ុន្តែព្រះអង្គអាក្រក់នោះគេក៏ហាមឃាត់ឈប់សិនព្រះម៉ែនេះជាមួយនឹងស្ដេចនេះឥឡូវនេះគូតែទុកកូនស្រីជាមួយនឹងបុតជាចៅទុកនៅទីនេះហើយចាំឲ្យទូមង្គមជាអ្នកមើលថែទៅចាំរងចាំរហូតទៅដល់ឆ្នាំវិទមុនមកដល់ក៏មិនទាន់ជិតពេលនោះដែរជើងអាចមើលថែទាំងអស់គ្នានៅទីនេះទៅនៅពេលដែលលើសម្ដីរបស់ស្ដេចនោះបែបនេះពួកគាត់ទាំងពីរនាក់ក៏បានជួបព្រមប៉ុន្តែក៏បាននិយាយថាយើងរងចាំបន្តិចនៅផែនដីនេះការពីឲ្យបានអត់អន់ណាហើយគណៈពេលដែរស្ដេចអណ្ដាកឯណាក៏បានមកដល់ឋានលើជួបជាមួយនឹងម្ចាស់ស្ត្រីថ្មីគេក៏បានទូលរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់ម្ចាស់ស្ត្រីម្នាក់នោះរៀបរាប់យ៉ាងច្រើនថាប្រមាណនេះឥឡូវនេះក៏បងតែជួបទុកធំត្រូវការទឹកវិតាមីនដើម្បីទៅព្យាបាលប៉ុន្តែស្របពេលនោះដែរម្ចាស់ស្ត្រីនោះគឺមានការខឹងខ្លាំងដោយសារនេះគឺជាម្ចាស់បងរបស់ប្រមាណនេះនឹងឯងគាត់ក៏មានការខឹងហើយក៏បញ្ញាចាក់ចេញទៅហើយសម្រាប់ម្ដាយវិញគាត់ក៏បានប្រែក្លាទៅជាកងសេនាមួយយ៉ាងក្មេងខ្ចីតែម្ដងទៅតាមក្រោយផងដែរមកនិយាយអំពីតាសសក់នេះវិញគេបានស្នៀតសក់ទទួលបញ្ជាមកជួបជាមួយនឹងប្រមាណម្នាក់នេះនឹងឯងប៉ុន្តែគេបានទៅជាមានកម្រិតអក្រក់ថាជាងនៅទីនេះឲ្យយូរនៅចាំរហូតដល់ម្ចាស់ស្ត្រីថ្មីជាមួយនឹងបុត្រានាគតូចនេះស្លាប់បាត់បង់ជីវិតនៅពេលនោះដែរជាងប្រកាសជាទទួលបានរង្វាន់ពីស្ដេចព្រមទាំងទទួលបានរង្វាន់ដោយងាយបានជាមិនខាននោះទេគេកំពុងតែសប្បាយចិត្តបែបនេះស្រាប់តែពេលនោះដែរប្រមាណនេះដែលជាម្ចាស់ស្ត្រីធំក៏បានជាងមកបរោះសួរថាហេតុអីបានជាឯងនៅទីនេះអញ្ចឹងគេបានដោះសារថានេះគឺទូមង្គមហើយប្រម៉ែនេះក៏សួរថាតើប្រម៉ែនេះដែលជាប្អូនស្រីរបស់ជើងគេមានជំងឺធឺអីបានជាបញ្ជាឯងមកទីនេះមែនទេតែគេនៅតែដោះសារថាប្រម៉ែគឺគ្មានបញ្ហាអ្វីនោះទេទ្រង់សុខសប្បាយជាទេអញ្ចឹងមែនទេអញ្ចឹងចុះហេតុអីបានជាឯងមកនៅទីនេះតើមកទីនេះដើម្បីអីតានោះក៏បានរនឹកក៏ហៅថាគេដោយសារតែទូមង្គមចង់មកទីនេះនៅក្បែរម្ចាស់ស្ត្រីចង់មករៀនសូត្រពីម្ចាស់ស្ត្រីនឹងណាអញ្ចឹងមែនទេបាទអូបាទអញ្ចឹងហើយចុះហេតុអីបានជានៅលើដៃរបស់ឯងមានស្នៀតសក់ហើយយើងដូចជាបានដឹងថាម្ចាស់ប្អូនរបស់យើងគេបានបញ្ជាឯងដើម្បីមកសុំខ្ចីទឹកសន្សើមអមតៈពីយើងមែនទេបាទត្រូវហើយអញ្ចឹងឥឡូវនេះយើងផ្ដល់ឲ្យឯងដើម្បីចូលវាទៅឲ្យម្ចាស់ស្ត្រីដែលជាម្ចាស់ប្អូនរបស់យើងភ្លាមទៅហើយដើម្បីឲ្យគាត់ចូលទៅប្រាស្រ័យជួយសង្គ្រោះជីវិតអ្នកដទៃហើយពេលនោះដែរគេក៏បានបញ្ជាឲ្យអណ្ដាកនឹងដែលផ្លែកន្លំជាមនុស្សធម្មតាមកបង្ហាញនឹងយកឲ្យគេហើយគេក៏បាននៅថ្នាំទឹកអមតៈនោះហើយក៏បានទទួលបញ្ជាបញ្ញាចាក់ចេញទៅទាំងដែលម្ចាស់ស្ត្រីម្នាក់នេះទ្រង់បញ្ជាឲ្យគេបញ្ញាយកទៅក្រែងលោម្ចាស់ស្ត្រីដែលជាម្ចាស់ប្អូននឹងរងចាំយូរពេលនោះគេក៏បានទៅបាត់ទៅហើយនៅពេលដែលឃើញតានោះទៅបាត់ហើយអណ្ដាករបស់ជើងក៏ប្រែក្លាមកវិញហើយគេក៏បានសួរទៅម្ចាស់ស្ត្រីធំថាម្ចាស់ស្ត្រីមើលទៅអាម៉ាត់នេះគេមានបញ្ហាហើយប៉ុន្តែហេតុអីបានជាម្ចាស់ស្ត្រីផ្ដល់នៅថ្នាំអមតៈល្អឲ្យគេពិតមែនដែរទេហើយក៏បារម្ភអីតាមពិតទៅយើងបានដឹងថាគេគឺពិតជាមានបញ្ហាមែនយើងបានផ្ដល់នៅថ្នាំអមតៈអីឲ្យគេនោះទេគ្រាន់តែជាដបទឹកធម្មតាតែប៉ុណ្ណោះឯងក៏បារម្ភចាំមើលថាយើងទៅចាប់គេដោយរបៀបណាពេលនោះអណ្ដាករបស់ជើងក៏បានឯកភាពជាមួយនឹងគាត់ផងដែរដោយសារតែគាត់ក៏បានដឹងថាគេកំពុងតែមានបញ្ហាចង់ចាប់គេនៅកន្លែងតែម្ដង
ហើយក្រោយមកទៀតមកឲ្យឃើញថាតាសសរហ្នឹងគឺពិតជាមានបញ្ហាគេបានដបទឹកនោះហើយគេបានចូលមកអង្គុយចុះអីយ៉ាវាពិតជាគួរឲ្យអស្ចារ្យខ្លាំងណាស់យើងនឹងបំផ្លាញនៅពេលនោះដែរថ្នាំនេះក៏មិនអាចជួយសង្គ្រោះនឹងមានផោះតាំងឲ្យពួកនោះរស់បាននោះទេគេក៏បានចាក់ទឹកនោះចោលស្របពេលកំពុងចាក់នោះស្រាប់តែទេវតាដែលជាម្ចាស់ស្ត្រីជាមួយនឹងដាវក៏បានមកដល់ពិតជាឯងពិតជាមានបញ្ហាមែនគេក៏បានថ្វាយបង្គំទាំងនឹងញ័រស្របពេលតែម្ចាស់ស្ត្រីរបស់យើងក៏បានបញ្ជាកូនចៅមិនបាច់និយាយច្រើននោះទេហើយឆាប់ចាប់គេទៅប្រហែលជីវិតភ្លាមទៅពេលនោះដែរកូនចៅរបស់គេក៏ចាប់បានតាសសរនោះទៅបាត់ទៅនៅសល់តែពីអ្នកអណ្ដាតជាមួយនឹងម្ចាស់ស្ត្រីក៏បាននិយាយគ្នាដើម្បីយកទឹកសន្សើមបន្តទៀតទៅជួយសង្គ្រោះជីវិតរបស់ម្ចាស់ស្ត្រីដែលជាមួយនឹងកូនអ្នកនៅឋានក្រោមហើយតែម្ចាស់ស្ត្រីធំក៏បានថាអញក៏បារម្ភអីរឿងទាំងអស់នេះយើងបានចាត់ការនិងរៀបចំរួចរាល់ទៅហើយស្របទៅទៀតក៏បានឲ្យឃើញថាតាមពិតទៅ5ហែនេះគឺមានថ្នាំនោះនៅក្នុងខ្លួនរបស់ទ្រង់ក៏បានយកថ្នាំទាំងអស់នោះទៅដាក់ទៅឲ្យតួស្រីហើយក្រោយពេលដែលដាក់ដល់តួស្រីរួចរាល់ទ្រង់ក៏បានមកដាក់ដល់បណ្ដាញតួស្រីបន្តិចតែដែរស្ដេចអនុវិញមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយក៏បានបន្តទៅដាក់ទៅដល់រាជបុត្រតូចស្របពេលដែលស្ដេចនោះក៏ឆ្ងល់សួរ5ហែនេះតើនេះគឺជាអ្វីទៅគេក៏ថាជាថ្នាំអមតៈហាថ្នាំអមតៈតើថ្នាំនេះអញ្ចឹងនៅពេលដាក់ទៅពួកគេអាចដឹងខ្លួនមែនដែរទេឬតែបែបនេះទៅប្រកាសថាអញភ័យខ្លាចគេដឹងខ្លួនមែនទេទេមិនមែនមានន័យនឹងទេទូមគុំគ្រាន់តែឆ្ងល់ថាតើថ្នាំនេះគឺអាចធ្វើឲ្យពួកគេដឹងខ្លួនបានឆាប់ឬក៏ហាហើយថ្នាំអមតៈក្រែងនៅឯឋានលើនោះហើយឥឡូវនេះបាទជាមានថ្នាំអមតៈមួយទៀតដោយរបៀបណាទៅគេបាទជាឆ្ងល់ទៅកាន់ប្រមាណនេះជាមួយនឹងទូប្រុសបែបនេះតែគាត់ក៏នៅបកស្រាយបន្តទៀតថាដោយគាត់បាននិយាយថាជើងគ្រាន់តែដាក់បែបនេះហើយសង្ឃឹមថាពួកគេទាំងអស់គ្នានឹងអាចឆាប់ដឹងខ្លួនជើងក៏បងតែបងសួងទៅកាន់ឋានលើតែប៉ុណ្ណោះស្ដេចនោះលឺហើយក៏គិតថាល្អខ្លាំងណាស់តាមពិតទៅពួកគេទាំងអស់នេះគឺមិនអាចដឹងខ្លួនបាននៅទេហើយមើលទៅតែលេងជឺសក់សនេះគេប្រកាសជាអាចដោះស្រាយបញ្ហានេះបានល្អណាស់ស្របពេលសប្បាយចិត្តបែបនេះទូប្រុសក៏សួរឪពុកក្មេកឃើញពុកថាគេគឺជាអ្នកដែលសម្រាប់ធ្វើបាបទៅដល់បុត្ររបស់យើងមែនទេត្រូវហើយគឺជាគេអញ្ចឹងហេតុបានជាពុកជាយើងបំបត្តិមាត់គេមកឲ្យគេនិយាយໄວចឹងវាជាលាក់លៀមបែបនេះនេះគឺថាគ្មានអីនោះទេគេរកឆ្លើយចេញបែបនេះស្រាប់តែប្រមាណអ្នកក៏ថាដន្លងលោកគឺជាឪពុកបង្កើតរបស់កូនប្រសាយើងអញ្ចឹងនៅពេលឯងកូនប្រសាបានដឹងខ្លួននៅពេលនោះដែរគ្រួសាររបស់យើងប្រកាសជាជួបជុំគ្នានឹងរស់នៅយ៉ាងសប្បាយរីករាយជឿនឹងនាំលោកទៅឋានប្រជុំនេះដែរហើយគេក៏ថាប្រមាណនេះនិយាយគួរសមពេកហើយឲ្យតែកូនស្រីរបស់យើងបានដឹងខ្លួនទៅជារឿងដ៏ល្អហើយខ្ញុំមិនអាចទៅទីនោះរស់នៅក៏មិនអីនោះដែរគេបានបដិសេធបែបនេះតែតាមពិតទៅប្រមាណនេះរបស់យើងគឺគាត់បានដឹងខ្លួនកំពុងតែជាយាមតាមតាន់ចង្កែងហើយក៏ធ្វើញាក់ថាដន្លងមិនអីនោះទេកុំគួរសមអីឲ្យតែលោកជាមនុស្សអ្នកដែលល្អបានស្រឡាញ់ទៅដល់គុណវិសាបែបនេះយើងនឹងជាដន្លងដ៏ល្អហើយគេនឹងតែបដិសេធអត់ទេព្រោះយើងគ្រាន់តែចង់មើលថែទៅដល់ចៅព្រមទាំងនេះគឺជារឿងទូនីតិរបស់ខ្ញុំទេតែដែលជាឪពុកប៉ុណ្ណោះស្របពេលនោះដែរទូប្រុសក៏ថាបើសិនជាលោកស្រឡាញ់ទៅដល់កូនស្រីហើយជាមួយនឹងចៅប្រុសបែបនេះហ่าពួកយើងគឺពិតជាមានក្តីរីករាយខ្លាំងណាស់គេបានតែជាព្យាយាមនិយាយទៅមិនឲ្យតានោះដងព្យាយាមធ្វើម៉េចឲ្យអាស្រ័យអាក្រក់នោះចាញ់នៅកន្ទុយរបស់គេហើយគាត់ក៏ព្យាយាមនិយាយបន្តទៀតថាឲ្យតែគេបានមើលថែទៅដល់លេងយូជាមួយនឹងចៅរបស់គេបានល្អនៅពេលនោះដែរគេនឹងព្យាយាមផ្ដល់រង្វាន់ឡើងល្អព្រមទាំងតំណែងជាមួយនឹងថ្នាំអមតៈឡើងច្រើននៅក្នុងឋានប្រជុំនេះឯណោះឲ្យតែគេបានមើលថែទៅដល់កូនស្រីរបស់គេបានល្អបែបនោះគាត់ក៏បងតែសិក្សាទៅកាត់ស្ដេចនេះឡើងចង់ឲ្យគេចេញកន្ទុយមកតែម្ដងហើយរួមទាំងបងប្អូនរបស់គេប៉ពួកអីនោះក៏នាំនាងនិយាយដែរថាបើយើងគឺបានស្រឡាញ់ទៅកាន់ក្មួយស្រីរបស់យើងហើយមើលថែគេបានល្អខ្លាំងណាស់តាំងពីទូចមកម្ល៉េះហើយស្របពេលលើបែបនេះប្រមាណអ្នកក៏ចាប់បណ្ដាតែម្ដងថាល្អណាស់ឲ្យតែអ្នកនរគ្នាស្រឡាញ់ចៃជាមួយនឹងកូនស្រីបែបនេះពួកយើងគឺមានរង្វាន់ផ្ដល់ឲ្យអ្នកទាំងអស់គ្នាគ្រប់គ្នាតែម្ដងរួមទាំងទូប្រុសក៏បន្ថែមដូចមិនអញ្ចឹងលើតែបែបនេះស្ដេចអាក្រក់នឹងគឺមានការសប្បាយរីករាយខ្លាំងមែនទែនហើយក៏បានមកជំនុំជាមួយនឹងបងប្អូន3នាក់របស់គេឡើងរីករាយស្ញាញ់តាមរកនេះពួកគេប្រកាសជាមានអាយុវែងហើយមានមាសមានប្រាក់រស់នៅមិនពិបាកទៀតនោះទេបងប្រុសគេសប្បាយចិត្តប៉ុន្តែខំទប់អារម្មណ៍ទាំងដែរម្ចាស់ស្ត្រីរបស់ជើងនេះគឺបានដឹងកំណត់អាក្រក់របស់គេហើយក៏បានមកសឹកសៀវទៅកាន់ទូប្រុសថាពួកគេក៏ប៉ុន្តែចេញកន្ទុយរបស់គេហើយតើយើងគួរតែធ្វើយ៉ាងម៉េចទៅស្ដេចទៀតរបស់ជើងគឺថាចាំមើលបន្តិចទៀតយើងនឹងដឹងខ្លួនហើយកន្លែងមកមើលស្ដេចអាក្រក់ក៏បានមកនិយាយថាអេយ៉ាកូនស្រីសម្លាញ់ចិត្តពុកគឺពិតជាមានការឈឺចាប់ខ្លាំងណាស់តែឃើញកូនរងទុកបែបនេះបើសិនជាអាចប្រូពុកនឹងឈឺចាប់ជំនួសកូនវិញកូនស្រីឆាប់តាំងខ្លួនមកកូនសម្លាញ់គេក៏បាននិយាយធ្វើពុតបែបនេះតែដែលទូស្រីមិនដឹងខ្លួននោះទេប៉ុន្តែសម្រាប់ឯមេដានេះជាមួយនឹងទូប្រុសនេះវិញគេកំពុងតែមានបំណងចង់ធ្វើឲ្យពួកទាំងអស់នោះគឺចេញកន្ទុយរបស់គេតែម្ដងហើយក្រោយមកទៀតគេក៏បាននិយាយធ្វើយ៉ាងម៉េចដើម្បីឲ្យស្ដេចនោះចេញកន្ទុយតែដែលគេក៏បាននិយាយព្យាយាមធ្វើឲ្យទូស្រីនឹងឆាប់ដឹងខ្លួនមកហើយក្រោយពីនិយាយបែបនេះហើយគេក៏បានថាឥឡូវនេះដូចជាពេលវេលាយូរដែរហើយប្រហែលជានឹងពួកដូនជីព្រមទាំងស្ដេចអមតៈគេនឹងយកថ្នាំនោះមកហើយចឹងឲ្យទូប្រុសយកបត់ជាមួយនឹងទូស្រីនេះបញ្ញាទៅព្រះវិហារទៅឬក៏ចូលទៅឋានប្រជុំនេះតែម្ដងទៅដើម្បីសម្រាប់នៅទីនោះ
គេនិយាយបែបនេះហើយប៉ុន្តែក្នុងចិត្តវិញគឺពុះពលមានបំណងផ្សេងចង់និយាយថាគឺដើម្បីធ្វើម៉េចខ្លួនឯងដើម្បីទៅឋានប្រជុំនេះហើយទៅយកថ្នាក់អមតៈយ៉ាងច្រើនព្រមទាំងមាសពេជ្រកែវកងអីនោះដើម្បីឲ្យពួកគេរស់នៅបានដោយសុខសុខគណៈពេលឯងក៏ម្ដងផ្សេងចិត្តផ្សឹងហើយសម្ដីផ្សេងហើយក្រោយមកទៀតស្រាប់តែគេកំពុងតែគិតនិយាយបែបនេះរំពេចនោះដែរតាសសនោះគេក៏បានស្រែកថាយើងមកដល់ហើយដល់គឺមានមុខមាត់ចំបែកបែបនេះសម្រាប់ព្រះអម្ចាស់អមតៈគឺបែបនេះគេក៏អត់ស្និទ្ធឯងឥឡូវនេះគឺដូចយើងដែរហើយគេអស់ស្ដាយបែបនេះតែដែរអណ្ដើកថាម្ចាស់ស្ត្រីគឺអាម្ចាស់ម៉ាស៊ីនម្នាក់នេះគេជាមនុស្សម្នាក់ដែលថោកទាបបានលួចនៅឆ្នាំនោះចាក់ចោលឬតែបែបនេះសម្រាប់ដែរស្ដាច់ឯនោះវិញគេទុនជង្គង់ហើយក៏បានដួលទៅទីទ្រុសហើយប្អូនឯនោះវិញក៏បានថាបងធំពួកយើងឥឡូវនេះគឺត្រូវវិនិច្ឆ័យមែនទេបងធំពួកយើងត្រូវវិនិច្ឆ័យមែនទេត្រូវចាប់ហើយមែនទេបងធំខ្ញុំចង់ខ្លាយទៅជាយុរដ្ឋមន្ត្រីខ្ញុំចង់ខ្លាយទៅជាមេតបខ្ញុំចង់មានជីវិតអត់ធ្ងន់ធ្កាងបងធំតើខ្ញុំមិនទាន់បានធ្វើនេះទេណាបងធំឈប់ភ្លាមទៅឥឡូវនេះសូម្បីតែពេលវេលាដែលយើងខ្លាចទៅជាស្ដេចនេះក៏មិនដឹងថាបានប្រហែលថ្ងៃទៀតនោះដែរដែរឯណែចេះមកតើអាម៉ាត់នេះគេមានកំហុសអ្វីទៅក្រាបទូលព្រះអង្គគេជាម្នាក់ដែរបានធ្វើឲ្យម្ចាស់ស្ត្រីបានរបួសហើយគេក៏បានទៅលួចថ្នាំរបស់ម្ចាស់ស្ត្រីភាគខាងត្បូងយកមកចាក់ចោលរួមទាំងមកគាត់របស់ម្ចាស់ស្ត្រីផងដែរឥឡូវនេះកំហុសឆ្គងរបស់យើងត្រូវបានបំភ្លឺហើយយើងយករដ្ឋធម៌បានហើយយើងសប្បាយចិត្តនេះស្របពេលដែលស្ដេចនោះវិញក៏ប៉ុន្តែខឹងយ៉ាងខ្លាំងហើយក៏បានធ្វើជាស្លាប់បាត់ទៅប៉ុន្តែនៅពេលដែលស្លាប់នោះក៏ស្រាប់តែនឹកឃើញរឿងមួយកងើបមកវិញនិយាយជាមួយនឹងប្អូនថាអូយើងភ្លេចយើងគិតថាតាមពិតទៅថ្នាំនោះត្រូវបានលួចកងហើយប្រកាសជាគ្មានថ្នាំដើម្បីឲ្យកូនស្រីរបស់យើងជាមួយនឹងកូននាគនោះគេបានដឹកខ្លួនវិញនោះទេពួកគេប្រកាសជាស្លាប់ហើយបើសិនជាពួកគេស្លាប់នោះគឺគ្មានផតាំងដើម្បីបញ្ជាក់ថាយើងជាអ្នកបានធ្វើឲ្យគេស្លាប់នោះឡើយហើយសម្រាប់អត្តកចាស់នោះវិញពួកគេប្រកាសជាមិនជឿសម្ដីគាត់ទៀតនោះទេអញ្ចឹងដងនេះយើងប្រកាសជាអាចល្អប្រសើរវិញហើយមែនទេបងធំត្រូវហើយខ្ញុំនឹងខ្លាយទៅជាលោកមេតបដល់ខ្លាំងពូកែនិងប្រចាំប្រទេសហើយមែនទេត្រូវហើយគេក៏សប្បាយចិត្តបាត់នេះហើយប្រងរកក្រោកឈរហើយគេក៏បានទិញមកវិញខ្សឹកសៀវបែបនេះទៅទាំងដែរម្ចាស់ប្រម៉ែនេះគេក៏បានតែតានោះឲ្យដួលអ៊ុតឈាមហើយក៏បានប្រមានថាមនុស្សអាក្រក់ឯងហ៊ានសម្លាប់កូនប្រសាជាមួយនឹងចាំប្រុសរបស់ជើងឯងពិតជាធុញទ្រាន់នៃជីវិតរបស់ឯងមែនទេអត់ទេប្រម៉ែអត់ទេតែដល់ពេលនោះទូប្រុសក៏បានបាយម្ដាយទៅហើយក៏បានសួរថាម៉េចក៏ឯងហ៊ានធ្វើបាបកូនជាមួយនឹងប្រពន្ធរបស់ជើងបែបនេះឯងបែបនេះស្របពេលនោះដែរគេគឺមានការឈឺចាប់យ៉ាងខ្លាំងតែដែរស្ទើរតែស្លាប់ទៅតែរត់ទៅហើយស្របពេលដែលស្ដេចនោះវិញគឺឃើញទស្សនភាពបែបនេះគេមកថ្វាយបង្គំសូមឲ្យស្ដេចនេះសម្លាប់គេចោលទៅគេគឺមនុស្សម្នាក់ដែលបានធ្វើឲ្យម្ចាស់ស្ត្រីរងរបួសប៉ុន្តែព្រះអម្ចាស់អមតៈបានរាជារសារភាពថាទេគេមានបពពួកជាមួយនឹងឯស្ដេចមួយនេះទេទុំគុំបានធ្វើនោះទេគេបានរៀននិយាយកាត់ព្រះអម្ចាស់អមតៈហើយនៅពេលនោះដែរគេក៏បានឡើងទៅចិត្តស្ដេចហើយក៏បានឆ្អល់ថាព្រះអង្គគឺគេបានធ្វើឲ្យកូនស្រីរបស់ទុំគុំជាមួយនឹងប្រពន្ធហើយនឹងជាពិសេសចាស់នេះរបស់ទុំគុំគេជាមនុស្សម្នាក់ដែលបានធ្វើឲ្យកូនចៅព្រមទាំងប្រពន្ធទុំគុំបានស្លាប់ស្របពេលនោះដែរបរិវារកូនចៅរបស់គេទាំងអស់នោះក៏មកជួយនិយាយត្រូវហើយសម្រាប់ទៅស្របពេលព្រះអម្ចាស់អមតៈក៏ថាឯងថោកទាបខ្លាំងពេកហើយគណៈពេលនោះដែរតួប្រុសក៏បានប្រឡែងកតាសក់សនោះហើយគេក៏បាននិយាយថាថោកទាបហេតុអីក៏ឯងប្រហើនបែបនេះស្របពេលតួប្រុសឃើញបែបនេះគេក៏សួរក្មេកម្ដងថាជាម្ចាស់ទលេហើយឥឡូវនេះលោកបែរទៅជាថាគឺជាអាម៉ាត់នេះវិញតាមមួយណាប្រកាសទៅគេក៏ដោះសារគឺថាគេក៏ជាអ្នកប្រព្រឹត្តហើយម្នាក់ទៀតក៏ជាអ្នកប្រព្រឹត្តដែរពួកគេទាំងពីរនាក់តែម្ដងជាមនុស្សម្នាក់ដែលបានធ្វើឲ្យកូនស្រីជាមួយនឹងចៅប្រុសមានរបួសបែបនេះណាក្រាបទូលពេលនោះដែរគេក៏ព្យាយាមទម្លាក់មកគ្រប់ចែងទៅកាន់ព្រះអម្ចាស់អមតៈនិងតាសក់សថាពួកគេទាំងពីរនាក់គឺជាអ្នកដែលបានសហការគ្នាធ្វើឲ្យចៅប្រុសរួមទាំងកូនរបស់គេនឹងតែដែលគេនឹងគឺមិនបានមានកំហុសអ្វីនោះទេលើតែបែបនេះព្រះអម្ចាស់អមតៈរបស់ជើងគាត់ថានេះឯងនិយាយកុហកប៉ុន្តែគេនៅតែបដិសេធថាទេយើងមិនបាននិយាយកុហកនោះទេអ្វីគ្រប់ចែងគឺជាការពិតគឺពួកឯងទាំងអស់គ្នាដែលបានធ្វើបាបកូនស្រីជាមួយនឹងចៅប្រុសរបស់ជើងឲ្យមានរបួសហើយស្របពេលនោះដែរគេក៏បានសម្ដែងធ្វើជាទូនសោកកូនស្រីម្ចាស់ស្ត្រីព្រះអង្គអ្វីគ្រប់ចែងហេតុអីខ្ញុំត្រូវធ្វើបាបកូនស្រីរបស់ទុំគុំទៅពុកគុំគឺជាឪពុកបង្កើតស្របពេលដែលទូប្រុសគេក៏បានខឹងហើយក៏បានស្រែកថាអ្នកដែលបានធ្វើបាបហើយយើងនឹងប្រហារជីវិតរបស់ពួកគេស្របពេលនោះដែរព្រះអង្គចាអមតៈជាមួយតាសសក៏បានស្រោដដៃគ្នាមកសូមវល់ទៅកាន់ទូប្រុសប៉ុន្តែសម្រាប់ស្ដេចនោះវិញគេបានទៅជាទូនសោកថាព្រះអង្គទុំគុំបានធ្វើខុសនោះទេទុំគុំឯណាតែដាច់ចិត្តធ្វើបាបកូនស្រីរបស់ទុំគុំទៅទុំគុំគឺជាឪពុកបង្កើតរបស់ពួកគេហើយគេក៏បានធ្វើខុសទៅតាសសពេលនោះតាសសក៏បានថាទេគ្រប់យ៉ាងគឺជាឯងជាអ្នកបញ្ជាហើយបានឲ្យសម្រាប់ព្រមទាំងធ្វើបាបប្រពន្ធនិងចៅរបស់ឯងប៉ុន្តែស្ដេចអាក្រក់នោះគេមិនបានទទួលកំហុសថាគេជាអ្នកប្រព្រឹត្តព្រមទាំងជាមនុស្សដែលរមាស់គុណនិងថោកទាបបែបនេះនោះឡើយគេមិនព្រមទទួលទេទោះបីជាតាសសនឹងគេបានប្រាប់គ្រប់យ៉ាងហើយក៏បានបន្ទោសទៅកាន់គេយ៉ាងណាក៏ដោយគេនៅតែប្រកែកថាគេគឺជាមនុស្សអ្នកដែលស្មោះសរហើយដោយសារតែតាសសជាមួយនឹងឯព្រះអង្គចអមតៈទាំងអស់នឹងទាំងដែរតាសសជាមួយនឹងព្រះអង្គចអមតៈនិយាយហើយនិយាយទៀតគេនៅតែប្រកែកទេហើយទេទៀតហើយក៏បានធ្វើជាយំយែកហើយនិយាយថា
អីចាកូនស្រីសម្លាញ់ហេតុអីបានជាកូនស្រីជាមួយនឹងចាប្រំដល់ខ្លួនបែបនេះគេកំពុងតែទម្លាក់កំហុសមកកាន់ពុកហើយតើពុកគាត់ទៅធ្វើជាមិនទៅកូនស្រីកូនចាប់ដឹងខ្លួនមកគេក៏បានធ្វើជាយំទួញសោះបែបនេះប្រម៉ែរបស់ជើងគេក៏ថាកូនប្រុសមើលតែគេដូចជាយើងកំពុងតែធ្វើបាបគេអញ្ចឹងស្របពេលទូប្រុសក៏ថាបដងទៅតាមគាត់ទៅស្របពេលដែលស្ដេចនោះគេព្យាយាមយំហើយគណៈពេលដែលបងប្អូនរបស់គេទាំងពីរនាក់នេះវិញកំពុងតែខ្សឹបខ្សៀវថាមើលតែបងប្រុសនោះយំទួញសោកយ៉ាងវេទនាខ្លាំងមែនទែនប៉ុន្តែបងម្នាក់ក៏ថាបងធំតាមពិតទៅគាត់កំពុងតែសម្ដែងល្ខោនរឿងខ្លីមួយដើម្បីឲ្យវាកាន់តែជក់ចិត្តទីតើស្របពេលនោះដែរព្រះអម្ចាស់អមតៈនេះវិញគេកំពុងតែប្រកាយទាំងដែរព្យាយាមប្រកាយឡើងក្អួតឈាមរបស់ខ្លួនឯងតែម្ដងគឺស្ទើរតែមិនតាមទាន់ទៅដល់អស្ដេចគំរក់ដែលពុទ្ធបុត្រនឹង360ដឺក្រេបែបនេះនោះទេជាមនុស្សម្នាក់ដែលមានពុទ្ធបុត្រហើយគេព្យាយាមទូសោកទៅកាន់ទូស្រីថាកូនស្រីហេតុអីបានជាកូនមិនដឹងខ្លួនបែបនេះបើសិនជាកូនប្រាប់ដឹងខ្លួនពុកចិត្តស្លាប់ជំនួសកូនវិញហើយឮតែបែបនេះទូស្រីក៏ថាជាការពិតមែនទេឬតែបែបនេះគេក៏ភ្ញាក់ព្រឺតែម្ដងទាំងដែរទូប្រុសជាមួយនឹងមេដារបស់គេក៏សប្បាយចិត្តហើយពេលនោះដែរទូស្រីនឹងក៏ព្យាយាមក្រោកមកឃើញតែបែបនេះព្រះអង្គលោកគេក៏ឆ្ងល់យ៉ាងខ្លាំងហើយហេតុអីតើមានរឿងអីកើតឡើងទៅពេលនោះដែរម្ចាស់ស្ត្រីទ្រង់ក៏បានមានបន្ទូលថាជើងបានយកថ្នាំហើយជើងកំពុងតែសង្ស័យទៅកាន់ឯងហើយរឿងថ្នាំអមតៈនោះយើងបានទៅពឹងពាក់ទៅកាន់ម្ចាស់ស្ត្រីភាគខាងលិចយកមកដាក់ទៅកាន់ចាស់ជាមួយនឹងកុំប្រសាររបស់ជើងជាយូរមកហើយលើតែបែបនេះព្រះម្ចាស់អមតៈទ្រង់មានការសប្បាយចិត្តមហាស្ត្រីក៏បានមានបន្ទូលបន្តទៀតគណៈពេលនោះដែរគេគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលជាពិសេសគឺតាសក់សនោះតែម្ដងប៉ុន្តែអណ្ដាក់នោះវិញគឺគាត់មានការខឹងណាស់ហើយក៏បានធាក់ទៅតាសក់សដោយសារតែឯងព្រោះតែឯងទាំងអស់ប៉ុន្តែស្ដេចនោះគេនៅតែប្រកែកថាគឺដោយសារតែពួកគេមែនហ្នឹងប៉ុន្តែលើបែបនេះទូស្រីនឹងក៏ប្រាប់ថាតាមពិតទៅអ្នកដែលធ្វើបាបខ្ញុំម្ចាស់គឺជាគាត់បែបនេះនាងនិយាយមិនចេញនោះទេស្ដេចនោះវិញក៏គិតថាគេនិយាយមិនច្បាស់នោះឡើយកំពុងតែជាលក្ខណៈបែបនេះស្រាប់តែនាងរៀងមានអារម្មណ៍ថារត់ស្លាប់ទៅវិញធ្វើឲ្យព្រះអម្ចាស់អមតៈរបស់ជើងមានភ័យកុំថាព្រះនាងភងស្លាប់វិញណាសូមប្រាប់ថាអ្នកណាជាអ្នកធ្វើបាបព្រះនាងទៅក្រាបទូលស្របពេលដែរព្រះម៉ែក៏បានគិតថានាងកំពុងតែមានបញ្ហាតើអ្នកណាដែលអ្នកធ្វើបាបបុត្រតើអ្នកណាប្រាប់មកពេលនោះដែរទូស្រីនឹងក៏បានឆ្អល់រេពេញនំតែម្ដងតែដែលឃើញបែបនេះស្ដេចនឹងក៏ថាឥឡូវនេះកូនរបស់ទូមង្គមតើតែដឹងខ្លួនអញ្ចឹងហើយទុកពេលនាងសម្រាប់បន្តិចទៅចាំប្រាប់ឥឡូវនេះជប់និយាយពីរឿងហ្នឹងទៅស្របពេលដែរមេដានេះទ្រង់ក៏បានថានេះគេដេញសត្វតែឯងជាអ្នកប្រព្រឹត្តមែនទេគេនៅតែប្រកែកចុះប្រកែកឡើងស្រាប់តែប្រពន្ធរបស់គេក៏ភ្ញាក់គឺឯងគឺជាឃាតករសម្រាប់យើងជាមួយនឹងកូនស្រីឯងគឺជាឃាតករមនុស្សអាក្រក់សត្វអេរឆានគេក៏ខំប្រពន្ធរត់ទៅផ្ទះប៉ុន្តែបានម្ចាស់ស្ត្រីនេះទៅផ្ទះភ្លៀងនេះគេជារាជវាំងមានយើងនៅទីនេះឯងចង់ធ្វើអីបែបនឹងហើយគេនៅតែមិនប្រឹងសារភាពដែរតែទូប្រុសក៏ថាតាមពិតទៅយើងសង្ស័យទៅកាន់លោកជូមហាយកុំតែលោកគឺជាឪពុកម្កាត់របស់ជីងលូចឹងយើងតែផ្ដល់ឱកាសលោកម្ដងហើយម្ដងទៀតព្យាយាមសាកល្បងលោកម្ដងហើយម្ដងទៀតប៉ុន្តែតាមពិតទៅគេក៏ប្រកាសគឺជាអញតែប៉ុណ្ណោះលើតែបែបនេះគេក៏ប្រកែកមួយម៉ាត់ទៅស្រាប់តែរាជបុត្រារបស់ជើងក៏បានដឹងខ្លួនគឺជាគាត់ហើយគ្រប់គ្នាក៏តែឃើញកូនប្រុសតូចរបស់គេបានដឹងខ្លួនក៏បានទៅរងលោមសួរនាំហើយក៏សួរបញ្ជាក់អ្នកណាគេជាឃាតករពេលនោះដែរបុត្រាតូចរបស់ជើងក៏បានប្រាប់ថាគឺតាសក់សហើយស្របពេល13នាក់ទៀតដឹងខ្លួនគេក៏បំរុងរត់ពេលនោះដែរបុត្រាតូចរបស់យើងក៏ថានៅ3នាក់ទៀតចាប់ខ្លួនគេទៅហើយពេលនោះដែរក៏សេនាទាំងអស់ក៏បានចាប់ខ្លួនពួកអាក្រក់ទាំងអស់នោះហើយតួប្រុសក៏បានដាក់ថាចាប់ពួកគេទៅទម្លាក់នៅក្នុងឋាននរក7ជាន់កុំឲ្យគេចាប់ជាតិវិញបានឲ្យសោះលើតែបែបនេះគេក៏ផិតភ័យស្របពេលដែរអាក្រក់ក៏មកសំវត្តទៅកាន់ទូស្រីកូនស្រីជួយជីវិតឪពុកផងពុកគឺពិតជាមានកំហុសធំណាស់អ្វីគ្រប់យ៉ាងប្រកាសជាមានការភ័ន្តច្រឡំតែប៉ុណ្ណោះភ័ន្តច្រឡំមែនទេលោកបានខົບខិតជាមួយនឹងមនុស្សផ្សេងដើម្បីមកសម្រាប់ខ្ញុំហើយដើម្បីថែផលប្រយោជន៍របស់លោកតែប៉ុណ្ណោះលោកសុខចិត្តធ្វើគ្រប់យ៉ាងព្រោះតែទ្រព្យសម្បត្តិមានប្រាក់ហើយឥឡូវនេះក្រែងលោកពេញចិត្តនឹងជីវិតរបស់លោកបែបនេះហើយមែនទេហើយតែពេលនោះតែម្ដងទៅស្រីក៏ថាព្រះម៉ែគឺដោយសារតែគេតាមម្នាក់នេះគេក៏បានមកប្រាប់អ្នកភូមិថាស្ដេចនេះត្រូវការស្រីក្រមុំហើយអ្នកភូមិក៏បានបញ្ជូនកូនក្រមុំចូលទៅក្នុងទន្លេគ្រប់គ្នាតែម្ដងគឺដោយសារតែគេម្នាក់នេះបាននិយាយអញ្ចឹងឮតែបែបនេះទូប្រុសក៏ខឹងថោកទាបសត្វអេរិឆានឯងក៏ប្រហឹងម្លេះពិតជាទៅហើយឮតែបែបនេះគេក៏ថាសូមព្រះអង្គទុកជីវិតឲ្យទូបង្គំផងតែពេលនោះដែរប្រម៉ែនេះក៏ខឹងខ្លាំងមែនតែនទ្រង់ក៏ថាអញជាសត្វអេរិឆានសំខ្លាយទៅជាសត្វយើងដាក់ពីនៃឯងពេលនោះដែរទ្រង់ក៏បានជប់គេឲ្យខ្លាយទៅជាអណ្ដើកមួយទៅហើយពួកទាំងអស់នោះឃើញតែបែបនេះគេក៏មានអារម្មណ៍ថាផិតភ័យក៏ព្យាយាមវាតែប្រម៉ែនេះគេក៏បានបញ្ជាថាឆាប់យកអណ្ដើកនេះទៅទម្លាក់ចោលនៅកាន់ផ្លូវឲ្យគេរងទុក្ខវេទនានៅក្នុងទីនោះដាក់ពីនៃគេចំនួន991ឆ្នាំគេក៏បានទទួលបញ្ជាជប់យកអណ្ដើកនោះទៅចោលទៅក្រៅពេលនោះដែរស្ដេចនោះបានបញ្ជាមកសំវត្តទៅកាន់ប្រពន្ធរបស់គេប្រពន្ធសម្លាញ់សូមជួយជីវិតទៅដល់ប្តីផងប្តីគឺពិតជាតោះច្រកហើយជួយជីវិតប្តីផងប្តីសន្យាកែប្រែគ្រប់យ៉ាងប្រ
ប្រពន្ធលើបែបនេះគាត់ក៏ទឹកកភ្លៀងអាសត្វដូចឆានឯងបានសម្រាប់ចៅជាមួយនឹងកូនស្រីរបស់ខ្លួនឯងចៅឯងមិនមែនជាមនុស្សទេក៏មិនចង់កែប្រែពេលនោះដែរម្ចាស់ស្ត្រីនេះទ្រង់ក៏បានបញ្ជាឲ្យពួកគេចាប់មនុស្សអាក្រក់ទាំងអស់នេះទៅពិន័យព្រមទាំងទៅដាក់ទោសឲ្យសមទង្វើរបស់ពួកគេទៅស្របពេលនោះដែរប្រាជ្ញស្រីក៏ថាពីអ្នកនោះតួប្រុសក៏ថាចាប់ទៅទាំងអស់ទៅដាក់ទរណកម្មឲ្យស័ក្តិសមទាំងដែរព្រះអង្គម្ចាស់អមតៈនោះគាត់ក៏បានវាមកររាជបុត្រាញ់តូចដើម្បីឲ្យជួយនិយាយបកស្រាយថាតាមពិតទៅគេជាមនុស្សដែលស្អាតស្អំហើយរំពេចនោះដែររាជបុត្រាតូចរបស់យើងក៏សួរហេតុអីបានជាលោកត្រូវបានគេវាយបែបនេះអញ្ចឹងព្រះអង្គម្ចាស់អន្តៈគឺដោយសារតែពួកគេទាំងអស់នោះបានចាប់ប្រកាន់ថាទុំគុំគឺជាអ្នកធ្វើបាបទៅដល់រាជបុត្រាចឹងហើយបានជាគេវាយទុំគុំបែបនេះណាសូមជួយបកស្រាយទៅពេលនោះដែរកូនអ្នករបស់យើងក៏ប្រាប់ថាព្រះបិតាតាមពិតទៅគាត់ជាមនុស្សល្អទេបានការពារទុំគុំជាមួយនឹងមេដាត្រូវហើយគាត់ជាមនុស្សល្អទេបានជួយការពារយើងគ្រប់ពេលវេលាណាប្រាជ្ញស្រីក៏ថាត្រូវហើយគាត់គឺជាព្រះអមតៈដ៏ល្អលើតែគេនិយាយបែបនេះតែគាត់នោះក៏សប្បាយចិត្តថាទីបំផុតវាសនារបស់ខ្ញុំបានកែប្រែហើយគេសប្បាយចិត្តបែបនេះស្របពេលដែរម្ចាស់ស្ត្រីនេះទ្រង់ក៏បានមកឲ្យគេក្រោកឈរថាវាពិតជាសំទោសណាស់ដែលបានធ្វើឲ្យគេរងទុក្ខបែបនេះទ្រង់ក៏បានថាជានឹងផ្ដល់រង្វាន់ 10000 ឆ្នាំទៅដល់ឯងតើជាការពិតមែនទេម្ចាស់ស្ត្រីត្រូវហើយនេះគឺជារឿងដ៏ល្អដែលឯងបានជួយការពារទៅដល់ចៅប្រុសរបស់យើងជាមួយនឹងកូនប្រសាររបស់យើងអស់ពីសមត្ថភាពគេក៏បានអរគុណងាកទៅកាន់ទូប្រុសនោះវិញមកឡើងស្មើតែដល់ទូប្រុសក៏បានរៀបរាប់ប្រាប់ថាតាមពិតទៅឯងបានដឹងថាយើងមានតំណែងជាមួយនឹងម្ចាស់ស្ត្រីហើយនឹងត្រៀមមានបុត្រាចឹងហើយបានជាឯងព្យាយាមមកនៅក្បែរព្រះនាងនេះគឺគោលបំណងរបស់ឯងចង់បានគុណសម្បត្តិទាំងអស់នេះមែនដែរឬទេឬទៅប្រុសនិយាយទាំងអស់នេះគេក៏មុខផិតភ័យតែម្ដងហើយមកស្រែកឆ្លាំងបែបនេះទូប្រុសក៏ថាគ្រប់ចាញ់គឺជាកំហុសរបស់ឯងឬតែបែបនេះគេក៏បានលុតជង្គង់សូមអភ័យទោសទៅកាន់ទូប្រុសថាវាជាកំហុសរបស់ទូបង្គំមែនហើយពីនោះដែរទូប្រុសក៏រកដាក់ទោសទៅកាន់គេដាក់វិន័យទៅកាន់គេឲ្យចាក់ចេញគេក៏បានសូមអវថាប្រងនេះទូបង្គំបាត់ស្លាប់ហើយតែទូស្រីក៏ថាអង្វរជំនួសគេនៅពេលដែលឃើញទូស្រីអង្វរទៅកាន់គេបែបនេះគេក៏បានយល់ព្រមលើកលែងទោសនិងពិចារណាចាំពេលក្រោយចាំគិតដាក់ស្រ័យព្រមទាំងដាក់ទោសគេហើយនៅពេលនោះដែរព្រះអង្គម្ចាស់អមតៈគេក៏សប្បាយរីករាយមែនទែនអរព្រគុណទៅកាន់ស្ដេចនាគហើយបញ្ហារបស់ព្រះអង្គម្ចាស់អមតៈក៏បានដោះស្រាយរួចរាល់ស្របពេលនោះដែរទូស្រីក៏បានឆ្ងល់ចុះពួកគេទាំងអស់នេះវិញតើគឺធ្វើចំណាត់ទៅទូប្រុសក៏ប្រាប់ថាតាមពិតទៅអ្វីទាំងអស់នេះមិនមែនជាការពិតនោះទេគេក៏បានបំលែងរបស់នោះទៅជារបស់ធម្មជាតិទៅវិញទៅក៏បានរាជវាំងព្រមទាំងសំណាក់ដល់ហឹកហែកទាំងអស់នោះប្រែក្លាយទៅជាព្រៃព្រឹក្សានៅមាត់ទឹកដោយការពីដើមអញ្ចឹងតែដែលឃើញបែបនេះទូស្រីក៏ថាតាមពិតទៅអ្វីទាំងអស់នេះគ្រាន់តែជាការបន្លំភ្នែកតែប៉ុណ្ណោះយើងកំពុងតែស្ថិតនៅក្នុងក្តីសម័យទេតាតែបរិយារបស់នាងក៏បន្តទៀតថាតាមពិតទៅមនុស្សគ្រប់គ្នាតែងតែមានក្តីសម័យហើយកំពុងតែរស់នៅក្នុងការសម័យរបស់ពួកគេតែប៉ុណ្ណោះគាត់កំពុងតែនិយាយតែដៃកូននេះកំពុងតែបិគ្នាមើលមុខគ្នាឡើងស្រមែនតែហើយពេលនោះតែគាត់ក៏បានប្រមូលគ្នាចូលទៅឋានប្រជុំនេះដើម្បីនាំចៅសំណាក់ចិត្តរបស់ពួកគេតែរស់នៅក្នុងទីនោះឡើងសុខសាន្តប៉ុន្តែពេលនោះទស្សរិកថាចាប់សិនខ្ញុំមានរឿងមួយដែលមិនទាន់ធ្វើគេក៏បាននិយាយបែបនេះទៅកាន់ទូប្រុសហើយក្រោយមកទៀតពួកគេទាំងពីរនាក់ក៏បានមកមាត់ទន្លេទូប្រុសក៏បាននាំនាងចូលទៅខាងក្នុងទៅហើយនៅពេលទៅដល់ឃើញថានៅខាងក្នុងនោះគឺសុទ្ធតែជាស្រីដែលអ្នកភូមិគឺបានបញ្ជូនតម្លាក់ចុះមកនៅក្នុងទឹកប៉ុណ្ណឹងទៅហើយប៉ុន្តែបែរទៅជារស់ធម្មតាដូចជាមិនបានលងទឹកពេលស្លាប់នោះទេនៅពេលដែលមកដល់គេក៏បាននាំស្រីទាំងអស់នោះឡើងមកលើគោកចូលទៅក្នុងភូមិវិញទៅហើយនៅពេលទៅដល់ក្នុងភូមិអ្នកទាំងអស់គ្នានោះក៏មានការសប្បាយរីករាយខ្លាំងមែនទែនដែលបានជួបជុំជាមួយនឹងឪពុកម្ដាយនិងសាច់ញាតិរបស់ពួកគេតែដែលទូប្រុសគេក៏បានមកនៅក្នុងទីនោះផងដែរក្នុងរូបភាពជាស្ដេចនាគហើយក៏ប្រាថ្នាចាប់ពីពេលនេះទៅយើងគ្មានត្រូវការមនុស្សស្រីក្រមុំក្នុងភូមិស្រុកអីទៀតនោះទេសូមរស់នៅឲ្យបានសុខស្រួលគ្រប់គ្នាក៏បានថ្វាយបង្គំគោរពទៅកាន់ស្ដេចនាគរបស់យើងហើយស្ដេចនាគរបស់យើងក៏បានហោះទៅវិញទៅរកតួស្រីទៅដែលកំពុងតែឈររងចាំហើយនៅពេលដែលទៅដល់គេក៏បានបីទោះស្រីក្រៅពីនោះដែរក៏មានបរិមម្នាក់ក៏បានស្ពាយសិតតែអណ្ដាតតែម្ដងដែលមានបរិមម្នាក់ទៀតក៏សួរពិតជាពូកែរអណ្ដាតមែនតែនចាប់បានល្អខ្លះមែនតែនតែដល់អណ្ដាតនេះតាមពិតទៅគឺជាអណ្ដាតដែរជាស្ដេចដែលជាស្ដេចទាំងដែលអណ្ដាតនេះតាមពិតទៅគឺជាតាសក់សដែលបានប្រែកាឡាទៅជាអណ្ដាតនេះតែប៉ុណ្ណោះគេក៏ប៉ុន្តែរងទុក្ខវេទនាទៅតាមអំពើកម្មរបស់គេទៅហើយតែទោះស្រីទូប្រុសនេះវិញក៏បានខ្លាយទៅជាប្តីប្រពន្ធហើយក៏បាននៅជាមួយគ្នាឡើងសុខសាន្តហើយបន្តមកពួកគេក៏បានឡើងមកដល់ឋានប្រជុំនាគហើយក៏ប្រែខ្លាយទៅជាខោអាវរៀបអភិសេកហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមរៀបអភិសេកនឹងគ្នាចាប់ពីពេលនោះមក
ហើយការរៀបអភិសេករវាងស្ដេចនាគជាមួយនឹងមនុស្សស្រីធម្មតាក៏បានកើតឡើងនៅលើឋានប្រជុំនាគផងដែរពួកគេក៏បានក្លាយទៅជាម្ចាស់ស្ត្រីនិងព្រះអង្គស្ដេចនាគនៅក្នុងឋានប្រជុំនាគចាប់ពីពេលនោះឡើងសុខសាន្តហើយអ្វីទាំងអស់នេះគឺជានីតិចុងបញ្ចប់នៃសាច់រឿងរបស់យើងតែម្ដងដែលសពបញ្ជាក់ឲ្យឃើញថាមនុស្សល្អតែងតែទទួលបាននូវផលល្អមនុស្សអាក្រក់តែងតែទទួលបាននូវផលអាក្រក់តាមអំពើកម្មរបស់គេដែលបានសាងនៅនីតិចុងបញ្ចប់អញ្ចឹងទៅហើយមិនយូរមិនឆាប់នោះទេទោះបីជាគេរស់បាននៅលើភពផែនដីនេះក៏ដោយប៉ុន្តែគង់តែមានថ្ងៃមានពេលវេលាសម្រាប់បញ្ជីម្ដងនោះទេស្រ័យដូចជាសាររបស់យើងជាឧទាហរណ៍ស្រាប់ហ្នឹងហើយរឿងរបស់យើងគឺឈានដល់នាទីចុងបញ្ចប់ទៅហើយសូមអរគុណច្រើនសម្រាប់ការតាមដានរបស់ប្រិមិត្តតាំងពីនាទីដំបូងរហូតដល់នាទីចុងបញ្ចប់នេះមានសំខាន់តែអេពីថផងដែររកកំហុសខុសឆ្គងដែលអចេតនាណាមួយអេដមីនសូមជូនពរប្រិមិត្តជួបតែសំណាងល្អសុខភាពល្អគ្រប់គ្នាហើយបើសិនជាប្រិមិត្តចង់អេដមីនសម្រេចនៅរឿងប្រភេទណាមួយអេដមីនអាច comment នៅជាចំណងជើងសាច់រឿងនៅខាងក្រោម comment របស់យើងបានផងដែរអេដមីននឹងព្យាយាមព្យាយាមសម្រេចទៅតាមចំណងចូលចិត្តនិងសំណពររបស់ប្រិមិត្តទាំងអស់គ្នាផងដែរហ្នឹងហើយអេដមីនសូមជូនពរប្រិមិត្តម្ដងទៀតមានសំណាងល្អហើយជាផុតពីរឿងអាក្រក់គ្រប់បែបយ៉ាងជួបតែរឿងល្អៗក្នុងជីវិតរួមផ្សំទាំងមានសម្រស់ស្រស់ស្អាតរកស៊ីមានបានរីកចម្រើនហើយជាផុតពីសង្គ្រាមឧបទ្រពចង្រៃផងដែរអរគុណច្រើនជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយរឿងក្រោយជាបន្តទៀតផងដែរបាយបាយ